សួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ម៉ោង9បងប្អូនទាំងអស់គ្នាដឹងថានៅក្នុងស្រុកយើងឬស្រុកខ្មែរយើងណាពិតជាមានជំនឿយ៉ាងមុតមាំមែនទែនពាក់ព័ន្ធជាមួយនឹងវត្ថុស័ក្តិសិទ្ធិអាគមការខុសមាត់ខុសកលឬក៏តំណមអីផ្សេងៗចឹងទៅនៅក្នុងន័យនឹងដែរខ្ញុំលើកយកនៅរឿងរ៉ាវមួយដែលពាក់ព័ន្ធជាមួយនឹងអាគមដូចគ្នាការដើរចូលទៅក្នុងព្រៃការខុសមាត់ខុសកលដែលកើតឡើងទៅលើភូមិមួយដែលស្ថិតនៅជើងភ្នំអារ៉ាល់ដែលពីមុនគេហៅថាភូមិរលាក់កងជើងតែតើសុកក៏មានបញ្ហាកើតឡើងមានមនុស្សស្លាប់ក៏ដូចជាសត្វដែលនៅក្នុងភូមិហ្នឹងបានស្លាប់ចឹងហើយមើលគឺសង្កេតឃើញថាមានដានជើងសត្វធំមកពីក្នុងព្រៃចឹងទៅអញ្ចឹងដែលហេតុហ្នឹងហើយក៏លេចលឺទៅដល់មាត់មួយតមាត់មួយចឹងទៅដល់ព្រាន2នាក់តែព្រានហ្នឹងគាត់វ័យក្មេងអញ្ចឹងព្រាន2នាក់ហ្នឹងអាចគាត់មានឈ្មោះថាព្រានសននិងព្រានវុឌ្ឍគាត់ចូលទៅក្នុងព្រៃនឹងដែលឆៅតែម្ដងគាត់អត់ជឿលើតំណមអត់ជឿទៅលើវត្ថុស័ក្តិសិទ្ធិអីផ្សេងៗគឺជិតឆៅដែរចូលទៅក្នុងព្រៃមកម្នាក់ក្នុងចំណោម2នាក់ហ្នឹងបាត់បង់ជីវិតយ៉ាងកាចសាហាវមែនទែនដោយសារតែការប្រមាថមើលងាយហើយនៅសល់ម្នាក់ទៀតមកដល់ភូមិវិញហ្នឹងដែលបាត់បង់ស្មារតីហើយក៏បាននិយាយរឿងរ៉ាវហ្នឹងទៅកាន់អ្នកភូមិក៏ដូចជាលេចលឺដល់ព្រានចំណាស់យើងម្នាក់ណាដែលគាត់គឺមានអាគមពាក់ព័ន្ធជាមួយនឹងអាគមខ្មែររបស់យើងហើយគាត់ធៀមអាគមផ្សេងៗដើម្បីទៅបំបែកព្រាយខ្លាដែលមាននៅក្នុងព្រៃហ្នឹងបានធ្វើបាបមនុស្សធ្វើបាបសត្វនៅក្នុងភូមិរបស់គាត់ចឹងទៅហើយចង់ដឹងថារឿងរ៉ាវដែលកើតឡើងបន្តទៀតគាត់នឹងដោះស្រាយហើយគាត់ជួបបញ្ហាអីគេខ្លះគឺលើរបស់គាត់ហ្នឹងការរស់នៅរបស់គាត់នៅក្នុងព្រៃហ្នឹងគាត់រៀបអន្ទាក់ឬក៏អីផ្សេងៗដើម្បីចាប់ព្រាយខ្លាហ្នឹងយ៉ាងណាខ្លះសូមតាមដានទស្សនាសាច់រឿងរបស់យើងទាំងអស់គ្នាប្រសិនបើលោកអ្នកធ្លាប់បានធ្វើដំណើរឆ្លងកាត់ស្រុកអូរ៉ាល់ខេត្តកំពង់ស្ពឺឆ្ពោះទៅកាន់ជើងភ្នំអូរ៉ាល់ដែលជាកំពូលភ្នំខ្ពស់ជាងគេបំផុតនៅក្នុងប្រទេសកម្ពុជានៅក្បែរជើងភ្នំនោះមានភូមិតូចមួយឈ្មោះថាភូមិរលាក់កងជើងជាភូមិដាច់ស្រយាលមួយដែលអ្នកស្រុកភាគច្រើនរស់នៅពឹងផ្អែកទាំងស្រុងលើផលព្រៃឈើការកាប់ឫស្សីការដកផ្សិតការបេះបន្លែព្រៃនិងការបរបាញ់សត្វបន្តិចបន្តួចដើម្បីចិញ្ចឹមជីវិតនៅដើមរដូវវស្សាអាកាសធាតុនៅជើងភ្នំអូរ៉ាល់ប្រែជាចុះត្រជាក់ស្របពេលដែលមានភ្លៀងធ្លាក់ស្រោចស្រពជារៀងរាល់ល្ងាចផ្សែងភ្លើងហុយទ្រលោមចេញពីដំបូលស្បូវនៃផ្ទះឈើតូចៗរបស់អ្នកភូមិព្រមជាមួយក្លិនបាយថ្មីនិងក្លិនប្រហុកអាំងឈ្ងុយឆ្ងាញ់ទោះជាជីវភាពរស់នៅរៀងខ្សត់ខ្សោយនិងលំបាកបន្តិចមែនតែអ្នកភូមិរលាក់កងជើងរស់នៅដោយភាពស្ងប់ស្ងាត់និងមានកតញ្ញូតាធម៌ចំពោះព្រៃឈើដោយសារពួកគេជឿជាក់យ៉ាងមុតមាំថាព្រៃភ្នំអូរ៉ាល់មានអ្នកតានិងម្ចាស់ទឹកម្ចាស់ដីថែរក្សាហើយគ្រប់គ្នាត្រូវតែគោរពត្រណមព្រៃជាដាច់ខាតក្នុងចំណោមអ្នកភូមិទាំងអស់គ្មាននរណាម្នាក់ដែលមិនស្គាល់ព្រានចាយនោះទេគាត់គឺជាបុរសវ័យ48ឆ្នាំម្នាក់ដែលមានរាងកាយមាំទាំស្បែកខ្មៅស្រអែមដោយសារការកាត់ព្រៃនិងមានភ្នែកមុតដូចសត្វឥន្ទ្រីព្រានចាយគឺជាព្រានព្រៃចាវសា ដែលស្គាល់គ្រប់ច្រកល្ហកនៅក្នុងព្រៃភ្នំអូរ៉ាល់មិនថាតំបន់ព្រៃរងព្រៃឫស្សីឬតំបន់ជ្រលងភ្នំជ្រៅដែលគ្មាននរណាហ៊ានឈានជើងចូលនោះឡើយប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកភូមិកោតក្រែងនិងគោរពព្រានចាយបំផុតនោះគឺវិជ្ជាអាគមគាថារបស់គាត់កាលពីក្មេងព្រានចាយធ្លាប់បានដើរតស៊ូរៀនសូត្រវិជ្ជាពីលោកគ្រូអាគមល្បីៗនៅខេត្តពោធិ៍សាត់និងបាត់ដំបងនៅលើទ្រូងនិងខ្នងរបស់គាត់មានចាក់សាក់យ័ន្តបុរាណយ័ន្តមហាស័ក្តិនិងយ័ន្តខ្លាក្រហែតយ៉ាងរស់រវើកនៅចង្កេះរបស់គាត់តែងតែមានចងខ្សែចង្កេះស្បែកខ្លាមួយខ្សែដែលក្នុងនោះមានបញ្ចូលគ្រាប់សំណចុះយ័ន្តតូចៗសម្រាប់ការពារខ្លួនពីអំពើអាបធ្មប់និងសត្វសាហាវរៀងរាល់ព្រឹកមុននឹងឈានជើងចុះពីលើផ្ទះដើម្បីចូលព្រៃព្រានចាយតែងតែសំពះលើកដៃសុំពរពីគ្រូនិងរំលឹកត្រណមខ្លួនឯងជានិច្ចចូលព្រៃមិនត្រូវនិយាយពាក្យអាក្រក់មិនត្រូវតាំងខ្លួនជាធំមិនត្រូវប្រមាថម្ចាស់ទឹកម្ចាស់ដីនិងមិនត្រូវសម្លាប់សត្វមេពូជឡើយជីវិតនៅភូមិរលាក់កងជើងបានប្រព្រឹត្តទៅយ៉ាងស្ងប់ស្ងាត់បែបនេះរាប់សិបឆ្នាំរហូតដល់រដូវវស្សាមួយនោះពេលដែលស្រមោលអន្តកាលដ៏គួរឲ្យភ័យខ្លាចបានចាប់ផ្ដើមលូនក្រញាំរបស់វាមកគ្របដណ្ដប់លើជើងភ្នំអូរ៉ាល់ហេតុការណ៍ចម្លែកបានចាប់ផ្ដើមលេចឡើងនៅដើមខែអាសាឍអាកាសធាតុនៅភូមិរលាក់កងជើងប្រែជាត្រជាក់ខុសពីធម្មតាខ្យល់បក់មកម្ដងនាំមកនៅក្លិនឆ្អាបប្លែកៗដែលមិនមែនជាក្លិនព្រៃឈើធម្មតាឡើយយប់ខ្លះឆ្កែនៅក្នុងភូមិបានលូព្រមគ្នាពីដើមភូមិរហូតដល់ចុងភូមិសំឡេងលូរបស់ពួកវាស្ដាប់ទៅល្វើយនិងពោពេញដោយភាពភ័យខ្លាចដូចជាកំពុងឃើញអ្វីមួយដែលភ្នែកមនុស្សមើលមិនឃើញ
ដំបងឡើយអ្នកភូមិចាប់ផ្ដើមបាត់បង់សត្វស្រុកដោយមិនដឹងមូលហេតុមានទានៅក្នុងទ្រុងត្រូវបានកាប់សម្លាប់និងស៊ីតែគ្រឿងក្នុងបាត់អស់ឯជ្រូកនៅក្នុងទ្រុងរបស់អ្នកភូមិខ្លះត្រូវបានអូសយកទៅបាត់ទាំងយប់ដោយបន្សល់ទុកតែស្នាមឈាមហូរស្រក់តាមផ្លូវដីរហូតដល់ព្រឹកមួយតាចិនដែលជាអ្នកចិញ្ចឹមគោនៅចុងភូមិបានរត់មកភូមិទាំងមុខស្លេកស្លាំងជួយផងគោថ្នោតរបស់ខ្ញុំត្រូវសត្វខាំស៊ីបាត់ហើយព្រានចាយព្រមទាំងអ្នកភូមិជាច្រើនអ្នកបានប្រញាប់ប្រញាល់ចុះទៅមើលទីតាំងកើតហេតុដែលស្ថិតនៅវាលស្មៅក្បែរមាត់ព្រៃសហគមន៍ចម្ងាយប្រមាណ1គីឡូម៉ែត្រពីភូមិរូបភាពដែលពួកគេបានឃើញធ្វើឲ្យគ្រប់គ្នាក្រញ៉ែងខ្លួនមេគោថ្នោតទម្ងន់ជិត200គីឡូក្រាមត្រូវបានសត្វសាហាវកាច់បាក់កាស្លាប់ភ្លាមឯសាច់ត្រគាកនិងពោះត្រូវបានខំហែកស៊ីយ៉ាងរញ៉េរញ៉ៃព្រានចាយបានលុតជង្គង់ចុះពិនិត្យស្នាមរបួសលើគោគាត់ឃើញស្នាមក្រញ៉ាំនិងស្នាមធ្មេញខំទម្លុះស្បែកគោប្រហែលជម្រៅជិត2ថ្នប់ដៃប៉ុន្តែអ្វីដែលធ្វើឲ្យគាត់ឆ្ងល់ខ្លាំងបំផុតនោះគឺដានជើងដែលបន្សល់ទុកនៅលើដីភក់ក្បែរនោះដានជើងនោះជាដានជើងសត្វជើង4ដែលមានទំហំធំជាងបាតដៃមនុស្សពេញវ័យទៅទៀតក្រញ៉ាំជើងរបស់វាបានកប់ជ្រៅទៅក្នុងដីភក់បញ្ជាក់ថាវារាងកាយធ្ងន់និងមានកម្លាំងមហាសាលនេះជាដានជើងខ្លាតែជាខ្លាធំខុសប្រក្រតីអ្នកភូមិម្នាក់ឧទានឡើងដោយសំឡេងញ័រព្រានចាយលើកដៃស្ទាបដានជើងនោះរួចយកងំរាមដៃមកហិតគាត់ប្រែទឹកមុខជាស្ងប់ស្ងាត់ប៉ុន្តែភ្នែករបស់គាត់ពោពេញដោយក្តីបារម្ភគាត់ដឹងច្បាស់ថាខ្លាធម្មតាក្នុងព្រៃអូរ៉ាល់កម្រចុះមកជិតភូមិមនុស្សបែបនេះណាស់ហើយក្លិនដែលបន្សល់ទុកនៅលើដីភក់នេះមិនមែនជាក្លិនសត្វធាតុធម្មតាទេវាមានក្លិនស្អុយរលួយដោយសាកសពចាស់ជាក្លិនរបស់ព្រាយខ្លាទោះជាយ៉ាងណាដើម្បីកុំឲ្យអ្នកភូមិមានភាពភ័យស្លន់ស្លោព្រានចាយបាននិយាយសម្រួលអ្នករាល់គ្នាជួយដឹកសាកសពគោនេះទៅធ្វើបុណ្យឬដុតចោលទៅចាប់ពីយប់នេះទៅចូលរួមគ្នាចងសត្វពាហនៈឲ្យបានត្រឹមត្រូវហើយកុំដើរចេញក្រៅភូមិនៅពេលយប់អាធ្រាត្រឲ្យសោះទោះបីព្រានចាយព្យាយាមលាក់បាំងភាពភ័យខ្លាចយ៉ាងណាក៏ដោយប៉ុន្តែបរិយាកាសនៅក្នុងភូមិរលាក់កងជើងបានចាប់ផ្ដើមប្រែជាស្ងាត់ជ្រងំនិងពោពេញដោយមន្ទិលសង្ស័យរួចស្រេចទៅហើយ3ថ្ងៃបន្ទាប់ពីហេតុការណ៍គោរបស់តាចិនត្រូវបានខាំសម្លាប់ភាពភ័យខ្លាចនៅក្នុងភូមិកាន់តែខ្លាំងឡើងប៉ុន្តែដោយសារតែការចិញ្ចឹមជីវិតប្រចាំថ្ងៃអ្នកភូមិមួយចំនួននៅតែបង្ខំចិត្តចូលព្រៃនៅព្រឹកព្រលឹមស្រាងម៉ោងប្រហែល5ព្រឹកបងប្អូនបង្កើត2នាក់គឺនាយសុកនិងនាយសៅបានរៀបចំកញ្ជើកំបិតបន្ទុកនិងឆ្នាំងដើម្បីឡើងទៅរកផ្សិតកញ្ជើនៅតំបន់ព្រៃសហគមន៍ជើងភ្នំអូរ៉ាល់ផ្សិតកញ្ជើដុះច្រើនតែនៅដើមរដូវវស្សាហើយវាមានតម្លៃថ្លៃនៅលើទីផ្សារទើបបងប្អូនទាំងពីរមិនព្រមរំលងឱកាសនេះទោះជាមានការព្រមានពីចាស់ទុំយ៉ាងណាក៏ដោយមុននឹងចេញទៅនាយសុកបានប្រាប់ប្រពន្ធរបស់គាត់ថាអញនិងអាសៅទៅតែចិត្តមាត់ព្រៃរងតើរកតែមួយព្រឹកទេប្រហែលម៉ោង12ថ្ងៃត្រង់អញត្រឡប់មកវិញហើយកុំបារម្ភអីប៉ុន្តែរហូតដល់ម៉ោង2រសៀលម៉ោង4ល្ងាចពន្លឺព្រះអាទិត្យចាប់ផ្ដើមលិចបាត់នៅខាងក្រោយកំពូលភ្នំអូរ៉ាល់ស្រមោលព្រៃឈើចាប់ផ្ដើមខ្មៅងងឹតប៉ុន្តែគេនៅតែមិនឃើញវត្តមានរបស់នាយសុកនិងនាយសៅត្រឡប់មកភូមិវិញឡើយប្រពន្ធរបស់នាយសុកចាប់ផ្ដើមយំសោកនិងរត់ទៅប្រាប់លោកមេភូមិនិងព្រានចាយទាំងភ័យស្លន់ស្លោលោកមេភូមិជួយប្តីខ្ញុំផងគាត់ទៅរកផ្សិតជាមួយអាសៅតាំងពីព្រលឹមឥឡូវល្ងាចហើយនៅមិនទាន់ឃើញត្រឡប់មកវិញទៀតប្រហែលជាមានរឿងអាក្រក់កើតឡើងលើពួកគាត់ហើយលោកមេភូមិបានបញ្ជាឲ្យវាយស្គរប្រជុំអ្នកភូមិភ្លាមអ្នកភូមិប្រុសជិត20នាក់រួមទាំងព្រានចាយបានកាន់ដំបងកំបិតកាត់និងចង្គៀងអាសេទីឡែនចង្គៀងខ្យល់ដើម្បីចូលទៅរករៀបចំស្វែងរកបងប្អូនទាំងពីរនៅក្នុងព្រៃសហគមន៍ដំណើរស្វែងរកបានប្រព្រឹត្តទៅក្រោមតក់ទឹកភ្លៀងរឹមនិងភាពងងឹតសូន្យឈឹងសំឡេងស្រែកហៅអាសុកអាសៅលាន់ប្រដេញគ្នាយ៉ាងគ្រលួចពេញព្រៃប៉ុន្តែគ្មានសំឡេងឆ្លើយតបមកវិញឡើយមានតែសំឡេងខ្យល់បក់បោកដើមឈើនិងសំឡេងសត្វយំគួរឲ្យព្រឺឆ្អឹងខ្នងរហូតដល់ម៉ោង 7:08 យប់នៅត្រង់ចំណុចគុម្ពឫស្សីធំមួយព្រានចាយបានលើកដៃជាសញ្ញាឲ្យអ្នកភូមិទាំងអស់ឈប់ស្ងៀមគាត់យកចង្គៀងបញ្ចាំងទៅលើដីនៅទីនោះគេបានប្រទះឃើញកញ្ជើ2និងកំបិតបន្ទុកមួយត្រូវធ្លាក់នៅលើដីភក់ផ្សិតកញ្ជើដែលបេះបានពាក់កណ្ដាលកញ្ជើត្រូវបានកំពប់រញ៉េរញ៉ៃ
អ្វីដែលរន្ធត់បំផុតនោះគឺមានដាននៃការប្រតាយប្រតបគ្នាយ៉ាងខ្លាំងនៅលើដីនិងមានស្នាមអូសអ្វីមួយដ៏ធំចេញពីទីនោះសំដៅទៅកាន់ព្រៃឫស្សីត្បូងដែលជាតំបន់ព្រៃយ៉ាងក្រាស់និងជាត្រណមមិនសូវមាននរណាហ៊ានចូលឡើយមានឈាមអ្នកភូមិម្នាក់ស្រែកឡើងទាំងញ័ររន្ធត់ស្នាមឈាមក្រហមច្រាលបានស្រក់តក់តាមផ្លូវអូសនោះពាក្យចចាមអារាមអំពីសត្វធំឬខ្លាស៊ីមនុស្សបានស្ដែងឡើងយ៉ាងច្បាស់នៅចំពោះមុខអ្នកភូមិទាំងអស់ភាពចលាចលនិងភាពភ័យខ្លាចបានគ្របដណ្ដប់លើក្រុមស្វែងរកទាំងមូលព្រានចាយដើរនាំមុខក្រុមស្វែងរកដោយកាន់កាំភ្លើងកែច្នៃកាំភ្លើងសេះយ៉ាងណែននៅក្នុងដៃគាត់បានយកមន្តអាគមមកសូត្រសពសាធុការរួចយកព្រៃម្សៅអាគមមកលាបលើប្រកាសចិញ្ចើមនិងប្រដាប់អាវុធដើម្បីការពារខ្លួននិងបើកភ្នែកមើលផ្លូវងងឹតគាត់បានបញ្ជាឲ្យអ្នកភូមិកាន់ចង្គៀងតម្រៀបគ្នាជាជួរហើយហាមដាច់ខាតមិនឲ្យមាននរណាម្នាក់ដើរដាច់ចេញពីក្រុមឡើយក្រុមស្វែងរកបានដើរតាមស្នាមអូឈាមចូលទៅក្នុងព្រៃឫស្សីត្បូងចម្ងាយប្រមាណ500ម៉ែត្រខ្យល់អាកាសនៅក្នុងព្រៃនេះត្រជាក់ស្រអាប់និងមានក្លិនស្អុយឆ្អាបដោយសាកសពកប់រលួយជាច្រើនថ្ងៃស្រាប់តែក្លិនស្អុយនោះបានបក់មកចំមុខយ៉ាងខ្លាំងនៅខាងមុខនោះព្រានចាយនិយាយដោយសំឡេងទាបប៉ុន្តែធ្ងន់អំណាចពន្លឺចង្គៀងជាច្រើនដើមបានបញ្ចាំងទៅលើប្រមោយដើមជ្រៃធំមួយរូបភាពដែលលេចឡើងនៅចំពោះមុខធ្វើឲ្យអ្នកភូមិខ្លះស្រែកយំខ្លះទៀតក្អួតចង្អោរនិងខ្លះទៀតភ័យរហូតដល់ដួលបត់ជើងធំនៅលើដីសាកសពរបស់នាយសៅត្រូវបានប្រទះឃើញនៅទីនោះក្នុងទិដ្ឋភាពដ៏រន្ធត់អាណោចអាធរបំផុតរាងកាយផ្នែកខាងលើរបស់គាត់ត្រូវបានសត្វសាហាវខំហែកដាច់ចេញពីគ្នាពោះវៀនហូររញ៉េរញ៉ៃពេញដីឯផ្ទៃមុខត្រូវក្រញាំខ្វះដាច់សាច់ពាក់កណ្ដាលស្នាមធ្មេញធំៗបានទម្លុះឆ្អឹងជំនីនិងក្បាលជង្គង់បញ្ជាក់យ៉ាងច្បាស់ពីកម្លាំងខាំដ៏គួរឲ្យភ័យខ្លាចចំណែកឯសាកសពរបស់នាយសុកវិញគឺគ្មានវត្តមាននៅទីនោះឡើយមានតែស្នាមឈាមអូសបន្តចូលទៅក្នុងជ្រលងភ្នំជ្រៅទៀតដែលអ្នកភូមិមិនអាចបន្តដំណើរទៅទាំងយប់ងងឹតបែបនេះបានទេព្រានចាយបានដើរទៅជិតសាកសពនាយសៅរួចពិនិត្យមើលយ៉ាងល្អិតល្អន់គាត់បានឃើញរោមសត្វពណ៌លឿងឆ្នុតខ្មៅមួយចំនួនជាប់នៅនឹងក្រញាំដៃរបស់នាយសៅប្រហែលជានាយសៅបានតស៊ូប្រតាយប្រតប់មុនពេលស្លាប់នេះមិនមែនជាខ្លាធម្មតាទេព្រានចាយនិយាយខ្សឹបតែឯងខ្លាធម្មតាលុះត្រាតែវាចាស់ជរាឬមានរបួសមិនអាចដេញចាប់សត្វព្រៃបានទើបវាមកខាំស៊ីមនុស្សប៉ុន្តែផ្អែកតាមស្នាមក្រញាំស្នាមធ្មេញនិងកម្លាំងសាហាវព្រៃផ្សៃបែបនេះខ្លានេះមានកម្លាំងពេញលេញអ្វីដែលកាន់តែគួរឲ្យខ្លាចនោះគឺវាសម្លាប់មនុស្ស2នាក់ក្នុងពេលតែមួយហើយស៊ីសាច់មនុស្សយ៉ាងស្រេកឃ្លាននេះគឺជាព្រៃខ្លាដែលមានវិញ្ញាណបិសាចចូលសពនិងកំពុងស្រេកឃ្លានជាមនុស្សយ៉ាងខ្លាំងអ្នកភូមិបានប្រមូលសាកសពដែលនៅសេសសល់របស់នាយសៅសែងត្រឡប់មកកាន់ភូមិវិញទាំងទឹកភ្នែកនិងភាពភ័យរន្ធត់ដល់កំពូលដំណឹងនៃការស្លាប់យ៉ាងវេទនារបស់នាយសៅនិងការបាត់ខ្លួនរបស់នាយសុកបានផ្ទុះឡើងពេញភូមិរលាក់កងជើងដោយភ្លើងឆេះព្រៃគ្មាននរណាម្នាក់ហ៊ានដេកលក់ឡើយនៅយប់នោះផ្ទះគ្រប់ខ្នងបានបិទទ្វារបង្អួចយ៉ាងជិតអ្នកភូមិខ្លះបានយកអំបិលអាគមនិងស្លឹកផ្លែក្រូចសើចមកព្យួរមុខទ្វារដើម្បីការពារបិសាចនៅព្រឹកឡើងលោកមេភូមិបានកោះប្រជុំចាស់ទុំអ្នកមុខអ្នកការនិងប្រជាជនទាំងអស់នៅក្នុងសាលាឆទានកណ្ដាលភូមិបរិយាកាសនៅក្នុងជំនុំជម្រះពោពេញដោយភាពតានតឹងនិងសោកសៅលោកមេភូមិបានថ្លែងទាំងទឹកមុខស្រពោនបងប្អូនអ្នកភូមិទាំងអស់គ្នាឥឡូវនេះភូមិរបស់យើងកំពុងជួបគ្រោះមហន្តរាយធំហើយសត្វសាហាវនៅក្នុងព្រៃអូរ៉ាល់បានចាប់ផ្ដើមខាំស៊ីមនុស្សយើងហើយបើសិនជាយើងមិនធ្វើអ្វីមួយទេមិនយូរទេវានឹងចុះមកខាំស៊ីមនុស្សដល់ក្នុងភូមិមិនខានអ្នកភូមិជាច្រើនបានចាប់ផ្ដើមជជែកវែកញែកគ្នាដោយភាពភ័យស្លន់ស្លោយើងគួរតែរាយការណ៍ជូនអាជ្ញាធរឃុំនិងខាងសមត្ថកិច្ចឲ្យគេចុះមកជួយអ្នកភូមិម្នាក់យោបល់ព្រានចាយដែលអង្គុយនៅជ្រុងមួយនៃសាលាឆទានបានក្អកមួយហាត់រួចមានប្រសាសន៍ឡើងដោយសំឡេងស្ងប់ស្ងាត់ប៉ុន្តែមានទម្ងន់សមត្ថកិច្ចគេមានកំភ្លើងទំនើបមែនប៉ុន្តែបើអ្វីដែលនៅក្នុងព្រៃនោះមិនមែនជាសត្វធាតុធម្មតាគឺទាហានឬកំភ្លើងទំនើបប៉ុណ្ណាក៏មិនអាចបាញ់វាត្រូវដែរលោកមេភូមិសួរទៅព្រានចាយចុះតាមគំនិតបងចាយតើយើងគួរធ្វើបែបណាព្រានចាយឆ្លើយតបខ្លានេះជាខ្លាអាគមឬជាព្រៃខ្លាដែលរស់នៅក្នុងព្រៃជ្រៅរាប់រយឆ្នាំមកហើយវាតាមក្លិនឈាមមនុស្សហើយនៅពេលដែលវាបានរសជាតិឈាមមនុស្សហើយវានឹងមិនឈប់ឡើយវិធីតែមួយគត់គឺយើងត្រូវជ្រើសរើសអ្នកក្លាហានដែលមានវិជ្ជាអាគមមានចិត្តស្ងប់និងស្គាល់ត្រណមព្រៃច្បាស់លាស់ដើម្បីចូលទៅបរបាញ់និងកម្ចាត់វាចោលដោយប្រើកំភ្លើងអាគមនិងគ្រាប់សំណចុះយ័ន្តព
ពេលឮពាក្យថាត្រូវចូលទៅក្នុងព្រៃជ្រៅដើម្បីតទល់នឹងព្រាយខ្លាអ្នកភូមិភាគច្រើនបានស្ងាត់ជ្រងំគ្មាននរណាម្នាក់ហ៊ានចាត់តាំងខ្លួនឬស្ម័គ្រចិត្តឡើយភ្លាមនោះមានព្រានក្មេង2នាក់ដែលអង្គុយនៅខាងក្រោយបានឈានជើងចេញមកមុខពួកគំរាមថានឹងកំចាត់សត្វសាហាវនេះឲ្យបានដោយមិនចាំបាច់រងចាំព្រានចាស់ឡើយបរិយាកាសនៅក្នុងសាលាឆទានភូមិរលាក់កងជើងក្រោយពេលដែលព្រានចាយបានរៀបរាប់អំពីអត្ថកំបាំងនៃព្រៃខ្លាប្រែជាស្ងាត់ជ្រងំដោយគេចាក់ទឹកអ្នកភូមិចាស់បានត្រឹមតែដកដង្ហើមធំសម្លឹងមុខគ្នារៀបមិនត្រូវព្រោះម្នាក់ដឹងច្បាស់ពីរធានុភាពនៃព្រៃភ្នំអូរ៉ាល់គ្មាននរណាម្នាក់ហ៊ានយកជីវិតទៅប្រថុយនឹងសត្វសាហាវដែលមានមន្តអាគមងងឹតបែបនេះឡើយប៉ុន្តែនៅក្នុងចំណោមអ្នកភូមិទាំងនោះមានបុរសវ័យក្មេង2នាក់ដែលឈរនៅជិតជញ្ជាំងសាលាឆទានពួកគេមិនត្រឹមតែមិនបង្ហាញភាពភ័យខ្លាចប៉ុណ្ណោះទេថែមទាំងមានទឹកមុខញញឹមបែបប្រមាថទៀតផងបុរសទាំងពីរនោះគឺព្រានសនអាយុ32ឆ្នាំនិងព្រានវុឌ្ឍអាយុ29ឆ្នាំព្រានសននិងព្រានវុឌ្ឍគឺជាព្រានព្រៃចំនួនក្រោយនៅក្នុងភូមិពួកគេទាំងពីរនាក់មានរាងកាយមាំទាំធ្លាប់បានឆ្លងកាត់ការបរបាញ់សត្វតូចធំជាច្រើននិងធ្លាប់បានចូលដល់ព្រៃជ្រៅគួរសមដែរប៉ុន្តែអ្វីដែលជាចំណុចខុសប្លែកពីព្រានចាស់នោះគឺពួកគេទាំងពីរនាក់ជាមនុស្សជំនាន់ថ្មីដែលទទួលបានការអប់រំបន្តិចបន្តួចនិងមានចរិតអំនួតការឆេវឆាវមិនសូវជឿលើរឿងអាថ៌កំបាំងអំពើអាបធ្មប់ឬត្រណមព្រៃឈើនោះឡើយពួកគេយល់ថារឿងព្រៃខ្លាឬខ្លាប្រែក្រឡាដែលចាស់និយាយគឺគ្រាន់តែជារឿងព្រេងនិទានបំភ័យក្មេងឬជាការតាក់តែងឡើងដើម្បីបិទបាំងភាពភ័យខ្លាចតែប៉ុណ្ណោះព្រានសនបានឈានជើងមកមុខដៃរបស់គេកាន់កាំភ្លើងកែច្នៃពីដើមយ៉ាងណែនរួចនិយាយឡើងដោយសំឡេងខ្លាំងលោកមេភូមិហើយនឹងពុកម៉ែបងប្អូនទាំងអស់គ្នាកុំភ័យស្លន់ស្លោដល់ថ្នាក់នឹងពេកសត្វខ្លាវាតែប៉ុណ្ណឹងវាគ្រាន់តែជាសត្វធាតុជើង4ធម្មតានឹងឯងវាខាំមនុស្សស៊ីដោយសារតែវាកំពុងស្រេកឃ្លានរឿងព្រៃខ្លារឿងអាគមអូមអាមស្អីនោះគឺមកពីចាស់ភ័យពេកទើបសម័យបង្កើតរឿងឡើងព្រានវុឌ្ឍបានសើចហឹមរួចនិយាយបន្ថែមទាំងចង្អុលទៅកំភ្លើងរបស់ខ្លួនត្រូវហើយសម័យនេះទៅហើយគ្មានព្រាយគ្មានបិសាចស្អីទេក្របកំភ្លើងស្ពាន់និងក្របសំណធំរបស់ពួកខ្ញុំនេះឲ្យតែបាញ់ត្រូវចំក្បាលឬចំដើមទ្រូងវាបើទោះជាខ្លានោះធំប៉ុនដំរីក៏ត្រូវតែងាប់ដែរចាំមើលចាំពួកខ្ញុំ2នាក់ចូលទៅបាញ់ក្បាលវាយកស្បែកវាមកបង្ហាញអ្នកភូមិឲ្យមើលពេលឮសម្ដីអំនួតរបស់ព្រានក្មេងទាំងពីរព្រានចាយដែលអង្គុយស្ងៀមស្ងាត់នៅជ្រុងមួយបានងើបឈរឡើងភ្នែកដ៏មុតស្រួយរបស់គាត់បានសម្លឹងមើលមុខព្រានសននិងព្រានវុឌ្ឍដោយភាពស្ងប់ស្ងាត់តែពេញដោយការព្រមានអាសនអាវុធឯងទាំងពីរនាក់កុំអាងតែមានកម្លាំងបាយមានកំភ្លើងនៅក្នុងដៃហើយមកនិយាយប្រមាថព្រៃភ្នំអូរ៉ាល់បែបនេះឲ្យសោះព្រៃអូរ៉ាល់មិនមែនជាព្រៃធម្មតាទេមានម្ចាស់ទឹកម្ចាស់ដីមានអ្នកតានិងមានបិសាចព្រៃរស់នៅរាប់រយឆ្នាំមកហើយឯងមិនជឿមិនអីទេតែឯងហាមដាច់ខាតមិនត្រូវបំពានត្រណមព្រៃនិងប្រមាថមន្តអាគមបុរាណឡើយព្រានសនធ្វើមុខស្ញាញ់រួចឆ្លើយតបទៅព្រានចាយវិញពូចាយពូឯងចាស់ហើយទើបមានចិត្តភ័យខ្លាចច្រើនបែបនេះទុកឲ្យក្មេងៗដោយពួកខ្ញុំជាអ្នកដោះស្រាយវិញម្ដងមើលពួកខ្ញុំមិនបាច់ត្រូវការក្របសីមាមិនបាច់ត្រូវការយ័ន្តការពារស្អីរបស់ពូឯងទេពួកខ្ញុំ2នាក់នឹងចូលព្រៃល្ងាចនេះហើយស្អែកព្រឹកពួកខ្ញុំនឹងសែងក្បាលខ្លានោះមកភូមិវិញមិនរងចាំការខាត់ខាំងពីលោកមេភូមិឬចាស់ទុំនៅក្នុងភូមិឡើយព្រានសននិងព្រានវុឌ្ឍបានបោះជំហានចាក់ចេញពីសាលាឆទានយ៉ាងលឿនដោយភាពជឿជាក់លើខ្លួនឯងនិងភាពអំនួតដែលស្ដែងចេញតាមកែវភ្នែកព្រានចាយសម្លឹងមើលខ្នងរបស់ព្រានក្មេងទាំងពីរដោយការដកដង្ហើមធំរួចខ្សឹបនិយាយតែឯងមនុស្សមិនស្គាល់ស្លាប់រមែងរត់ទៅរកក្តីស្លាប់ដោយខ្លួនឯងវេលាម៉ោងប្រហែល 4:30 នាទីរសៀលពន្លឺព្រះអាទិត្យចាប់ផ្ដើមទទន់ទៅទិសខាងលិចលាក់ខ្លួននៅខាងក្រោយកំពូលភ្នំអូរ៉ាល់មេឃប្រែជាស្រពោនចុះអាប់ត្រជាក់ក្រាស់ខ្មឹកព្រមជាមួយខ្យល់ល្ងាចបក់រំភើយនាំមកនៅក្លិនដីនិងក្លិនស្លឹកឈើពុកព្រានសននិងព្រានវុឌ្ឍបានរៀបចំអីវ៉ាន់រួមមានកំភ្លើងកែច្នៃពីដើមក្របកំភ្លើងម្រាមដៃពិលចាក់ក្បាលកំបិតបន្ទុកនិងស្បៀងអាហារបន្តិចបន្តួចពួកគេទាំងពីរបានដើរចាកចេញពីភូមិរលាក់កងជើងសម្ដៅតម្រង់ទៅកាន់តំបន់អូតាសេកដែលជាច្រកចូលទៅកាន់ព្រៃជ្រៅនិងជាកន្លែងដែលគេជឿថាខ្លាធំនោះកំពុងលាក់ខ្លួនតាមផ្លូវដើរចូលទៅក្នុងព្រៃបរិយាកាសកាន់តែស្ងាត់ទៅសំឡេងសត្វចាបនិងសត្វព្រៃដែលធ្លាប់តែយំប្រកោកប្រកាសនៅពេលល្ងាចប្រែជាស្ងាត់ជ្រងំខុសពីធម្មតាសូម្បីតែសំឡេងសត្វល្អិតក៏គ្មានដែរមានតែសំឡេងជើងរបស់ពួកគេទាំងពីរដែលជន់លើស្លឹកឈើក្រៀមក្រាក់
រហូតដល់ម៉ោងប្រហែល 6 យប់ភាពងងឹតបានគ្របដណ្ដប់លើព្រៃឈើទាំងមូលព្រានសននិងព្រានវុឌ្ឍបានមកដល់ចំណុចអាស្រមអ្នកតាដើមជ្រៃ5ដើមដែលជាកន្លែងស័ក្តិសិទ្ធិបំផុតនៅមាត់ច្រកចូលព្រៃជ្រៅនៅទីនោះមានខ្ទមអ្នកតាតូចមួយធ្វើអំពីឈើគ្របដណ្ដប់ដោយស្លែនិងមានដុំថ្មធំមួយដែលអ្នកភូមិរតែងតែមកអុជធូបសែនព្រែនសូមការអនុញ្ញាតនិងសូមសុវត្ថិភាពមុននឹងឈានជើងចូលព្រៃជ្រៅព្រានសនបានឈប់សម្រាកហើយនិយាយទៅកាន់ព្រានវុឌ្ឍអាវុធអញឃើញចាស់ៗតែងតែអុជធូបសែនបរិយនិងសុំពរនៅទីនេះចុះពួកយើងគួរតែអុជធូបសែនបន្តិចទេព្រានវុឌ្ឍសើចចំអករួចយកជើងទៅទាត់ដុំថ្មនិងខ្ទមអ្នកតានោះស្រាលសែនស្អីអាសនដុំថ្មនិងឈើពុកនឹងមានដឹងស្អីពួកយើងមានកំភ្លើងនៅក្នុងដៃគ្មានអីត្រូវខ្លាចទេកុំខាតពេលអុជធូបអីប្រញាប់ទៅចាំផ្លូវវាត្រង់អូតាសេកទៅមិនត្រឹមតែមិនសែនព្រែនបន់ស្រន់ប៉ុណ្ណោះទេព្រានវុឌ្ឍថែមទាំងបានស្ដោះទឹកមាត់ទៅលើខ្ទមអ្នកតានោះទៀតផងដើម្បីបង្ហាញពីភាពក្លាហាននិងមិនជឿរបស់ខ្លួនព្រានសនទោះបីជាមានអារម្មណ៍ក្រញែងខ្លួនបន្តិចប៉ុន្តែដោយសារមានអំណួតដូចគ្នាគេក៏សើចតាមនិងដើររំលងខ្ទមអ្នកតានោះទៅមុខទៀតភ្លាមនោះស្រាប់តែមានខ្យល់កគោកមួយបក់បោកមកយ៉ាងខ្លាំងធ្វើឲ្យមែកឈើធំបាក់រលំប្រាក់នៅក្បែរនោះក្លិនស្អុយអាសួររលួយដោយសាកសពចាស់បានបក់មកប៉ះច្រមុះពួកគេទាំងពីរយ៉ាងខ្លាំងរហូតធ្វើឲ្យព្រានវុឌ្ឍត្រូវខ្ទប់ច្រមុះស្អុយស្អីគេនេះអាសនស្អុយដោយសាកសពស្អីរលួយចិត្តភ្នែកព្រានសនបើកពិលចាក់ក្បាលបញ្ចាំងទៅជុំវិញប៉ុន្តែគ្មានឃើញអ្វីក្រៅពីដើមឈើធំនិងអាប់ស្អាប់នោះឡើយពួកគេទាំងពីរមិនបានដឹងខ្លួនទេថាដោយសារតែអំពើប្រមាថនិងការបំពានត្រណមបំពានម្ចាស់ទឹកម្ចាស់ដីនេះពួកគេបានធ្វើឲ្យអាគមការពារខ្លួនដ៏តូចតាចដែលធ្លាប់មានត្រូវរលាយបាត់អស់ហើយបានបើកផ្លូវឲ្យព្រាយព្រៃតាមលងបន្លាចពួកគេហើយក្រោយពីបានបំពានត្រណមនៅខ្ទមអ្នកតាព្រានសននិងព្រានវុឌ្ឍបានបន្តដំណើរចូលទៅក្នុងព្រៃជ្រៅរហូតដល់តំបន់មាត់អូតាសេកវេលាម៉ោងប្រហែល 8:30 នាទីយប់នៅទីនោះមានវាលស្មៅតូចមួយនិងមានប្រភពទឹកត្រជាក់ដែលសត្វព្រៃតែងតែចុះមកផឹកទឹកនៅពេលយប់ព្រានទាំងពីរបានសម្រេចចិត្តឡើងទៅពួននៅលើចាងហាងចាស់មួយរោងឈើតូចដែលគេសង់នៅលើដើមឈើខ្ពស់ដើម្បីរងចាំផ្លូវបាញ់សត្វបរិយាកាសនៅពេលយប់អាធ្រាត្រនៅក្នុងព្រៃអូរ៉ាល់គឺត្រជាក់ខ្លាំងខ្យល់ស្ងាត់ជ្រងំគ្មានសម្លេងអ្វីទាំងអស់ក្រៅពីសម្លេងដង្ហើមរបស់ពួកគេទាំងពីរប្រហែលជាម៉ោង 10 យប់ស្រាប់តែមានសម្លេងដើរចេញពីក្នុងគុម្ពព្រៃក្រាស់នៅត្រើយម្ខាងទៀតនៃអូរព្រានវុឌ្ឍយកដៃទៅកែវស្មារបស់ព្រានសនទាំងរំភើបអាសនមើលចុះមានសត្វចុះផឹកទឹកហើយព្រានសនប្រញាប់លើកពិលចាក់ក្បាលបញ្ចាំងពន្លឺពណ៌លឿងទៅកាន់ទិសដៅនោះនៅក្រោមពន្លឺពិលគេបានប្រទះឃើញសត្វឆ្លុះមួយក្បាលយ៉ាងធំខុសពីធម្មតាវាមានរោមពណ៌ក្រហមត្នោតស្នែងរបស់វាវែងនិងមានភ្នែកធំពីដែលជះពន្លឺផ្លេកៗនៅពេលត្រូវពន្លឺពិលប៉ុន្តែអ្វីដែលចម្លែកនោះគឺភ្នែករបស់សត្វឆ្លុះនោះមិនមែនជាពន្លឺពណ៌បៃតងដូចសត្វឆ្លុះធម្មតាទេវាជាពន្លឺពណ៌ក្រហមឆ្អិនឆ្អៅដូចគ្រាប់កងចក្រសត្វឆ្លុះនោះមិនបានរត់គេចខ្លួននៅពេលត្រូវពន្លឺពិលឡើយវាឈរស្ងៀមនៅមាត់ទឹកហើយសម្លឹងមើលឡើងមកលើចាងហាងតម្រង់មកព្រានទាំងពីរដោយគ្មានភាពភ័យខ្លាចបន្តិចណាសោះសត្វឆ្លុះធំណាស់អាសនបាញ់វាទៅព្រានវុឌ្ឍខ្សឹបប្រាប់ព្រានសនលើកកំភ្លើងកាយឆ្នៃឡើងតម្រង់ចំណុចខ្សោយត្រង់ដើមទ្រូងរបស់សត្វឆ្លុះនោះយ៉ាងយកចិត្តទុកដាក់គេដកដង្ហើមវែងរួចសំឡេងកំភ្លើងផ្ទុះលាន់ក៏ក្រើកពេញព្រៃស្ងាត់ផ្សែងកំភ្លើងហុយទ្រលោមក្របសំណធំបានបុកទម្លុះចំដើមទ្រូងសត្វឆ្លុះនោះយ៉ាងពេញទំហឹងតាមធម្មតាបើសិនជាត្រូវក្របចំកន្លែងនោះសត្វឆ្លុះត្រូវតែដួលដេកដួលដកដង្ហើមចុងក្រោយភ្លាមព្រឹមតែប្រមាណវិនាទីប៉ុណ្ណោះនៅចំពោះមុខព្រានទាំងពីរសត្វឆ្លុះនោះបានប្រែក្រឡាទាំងស្រុងទៅជាខ្លាធំមហាសាលមួយក្បាលដែលមានប្រវែងខ្លួនជិត4 ម៉ែត្រក្បាលរបស់វាធំដូចធុងទឹកហើយភ្នែករបស់វាបញ្ចេញពន្លឺក្រហមឆ្អិនឆ្អៅភាពភ័យរន្ធត់ដ៏កំពូលបានវាយប្រហារលើបេះដូងរបស់ព្រានសននិងព្រានវុឌ្ឍក្នុងពេលតែមួយកំភ្លើងនៅក្នុងដៃរបស់ព្រានសនបានជ្រោះធ្លាក់ពីដៃចុះទៅដីដោយសារតែដៃរបស់គេញ័រប៉ះគ្នាយ៉ាងខ្លាំងមុខរបស់ពួកគេទាំងពីរប្រែជាស្លេកស្អាំងគ្មានឈាមមួយតក់គ្មានពាក្យសម្ដីអ្វីអាចនិយាយចេញរួចឡើយឈរឆ្លុះប្រែជាខ្លាព្រាយខ្លាព្រានវុឌ្ឍស្រែកឡើងដោយសំឡេងញ័រស្អកខ្លាធំដែលទើបតែប្រែក្រឡានោះបានបញ្ចេញសំឡេងក្រហឹមយ៉ាងខ្លាំងក៏ក្រើកដីរលកសំឡេងក្រហឹមរបស់វាមានអំណាចមហាសាលធ្វើឲ្យដើមឈើជុំវិញនោះញ័ររំជួយហើយបានធ្វើឲ្យព្រានសននិងព្រានវុឌ្ឍវិលមុខទាំងទ្រូងស្ទើរតែសន្លប់បាត់ស្មារតីនៅលើចាងហាង
មិនទុកពេលឲ្យព្រានទាំងពីរបានដកដង្ហើមឡើយខ្លាធំនោះបានលោតស្ទុះឡើងលើដើមឈើយ៉ាងលឿនដោយភ្លេចបន្ទោក្រញាំជើងដ៏មុតស្រួចរបស់វាបានបុកទម្លុះរោងចាងហាងប្រាក់ធ្វើឲ្យក្តារឈើនិងដើមឫស្សីរលំស្រុតចុះមកដីជួយផងអាសនៈជួយអញផងព្រានវុតស្រែកយំយ៉ាងរន្ធត់ពេលដែលរោងចាងហាងត្រូវបាក់រលំហើយរូបគេបានជ្រុះធ្លាក់ចុះទៅលើដីព្រានសនដែលនៅតោងជាប់មែកឈើធំខាងលើបានសម្លឹងមើលទៅខាងក្រោមទាំងភ្នែកលឿងខ្លាធំនោះបានលោតទៅសង្កត់លើទ្រូងរបស់ព្រានវុតភ្លាមព្រានវុតព្យាយាមយកកំភ្លើងមកទប់ប៉ុន្តែខ្លាធំនោះបានយកជើងមកវាយកំទេចកំភ្លើងនោះបាក់ជាពីរប្រាក់ក្រញាំជើងធំរបស់វាបានបុកទម្លុះសាច់ទ្រូងរបស់ព្រានវុតហើយមាត់ដ៏ធំដែលពេញដោយធ្មេញស្រួចនិងក្លិនស្អុយរលួយបានខំត្របាក់ចំករបស់ព្រានវុតយ៉ាងពេញទំហឹងសម្លេងឆ្អឹងករបស់ព្រានវុតបាក់ជាពីលាន់ឮយ៉ាងច្បាស់ឈាមក្រហមស្រស់បានហូររវាមចេញពីមាត់និងករបស់ព្រានវុតបានបំរាស់ននៀលនៅលើដីបន្តិចរួចក៏ស្ងាត់ឈឹងស្លាប់នៅក្នុងថ្លុកឈាមយ៉ាងវេទនាសែនវេទនាចំពោះមុខព្រានសនដែលនៅលើដើមឈើបន្ទាប់ពីខំសម្លាប់ព្រានវុតរួចខ្លាធំនោះមិនទាន់បានស៊ីសាច់ភ្លាមឡើយវាបានងើបមកឡើងសម្លឹងមើលទៅព្រានសនដែលនៅចុងមែកឈើរួចវាលិតឈាមនៅលើមាត់របស់វាព្រមទាំងបញ្ចេញស្នាមញញឹមដ៏គួរឲ្យភ័យខ្លាចត្រូវហើយវាជាស្នាមញញឹមដោយមនុស្សរត់អញត្រូវតែរត់វិញ្ញាណតស៊ូប្រាប់ព្រានសនក្នុងចិត្តព្រានសនបានលោតផ្លោះពីមែកឈើនោះទៅកាន់មែកឈើមួយទៀតរួចទម្លាក់ខ្លួនចុះដីរត់សម្ដៅទៅរកផ្លូវភូមិវិញយ៉ាងដាច់ខ្យល់គេរត់គេចខ្លួនទាំងគ្មានកំភ្លើងគ្មានពិលជើងទទេជន់លើបន្លានិងដុំថ្មមុតស្រួចហូរឈាមពេញជើងប៉ុន្តែគេមិនហ៊ានងាកក្រោយមើលឡើយនៅក្នុងភាពងងឹតសូនឈឹងសំឡេងក្រហឹមនិងសំឡេងជើងរត់ដេញតាមពីក្រោយបានធ្វើឲ្យព្រានសនភ័យរហូតដល់នោមដាក់ខោវេលាម៉ោងប្រហែល 2:00 នាទីរំលងអធ្រាត្រភូមិរលាក់កងជើងកំពុងស្ថិតនៅក្នុងភាពស្ងប់ស្ងាត់និងត្រជាក់នៃអ័ព្ទយប់ជ្រៅស្រាប់តែសំឡេងឆ្កែនៅក្នុងភូមិបានចាប់ផ្ដើមលូព្រមគ្នាពីចុងភូមិខាងកើតមកសំឡេងលូនោះស្ដាប់ទៅល្វើយនិងពោពេញដោយភាពព្រឺព្រួចខុសពីការលូធម្មតាលោកមេភូមិនិងព្រានចាយដែលមិនទាន់បានដេកលក់នៅឡើយដោយសារមានក្តីបារម្ភបានប្រញាប់ចុះពីលើផ្ទះកាន់ចង្គៀងអាសេទីឡែនចុះមកមើលនៅដើមផ្លូវចូលភូមិអ្នកភូមិប្រុស 4-5 នាក់ទៀតក៏បានកាន់ដំបងនិងកាំបិតចុះមកដែរនៅពេលពួកគេដើរទៅដល់របងឈើច្រកចូលភូមិពួកគេបានឃើញស្រមោលមនុស្សម្នាក់កំពុងវាតតាលើដីភក់រាងកាយរបស់គេគ្របដណ្ដប់ដោយភក់ឈាមនិងអាវរហែករហុយនោះជានរណាលោកមេភូមិស្រែកសួរទាំងព្រានចាយប្រញាប់រត់ទៅជិតរួចលើកក្បាលបរោះនោះឡើងអាសនគឺជានាយសនរាងកាយរបស់ព្រានសនពោពេញដោយស្នាមមុតបន្លាស្នាមខ្វាក់ក្រញាំនៅកញ្ចឹងកនិងខ្នងហើយជើងទាំងពីររបស់គេហូរឈាមស្រោចភ្នែករបស់គេបើកធំប៉ុន្តែគ្មានមនសិការឡើយគេញ័រខ្លួនចម្ប្រប់ដោយកូនសត្វត្រូវទឹកភ្លៀងហើយមាត់របស់គេខំប្រឹងនិយាយខ្សឹបឈរឆ្លុះប្រែជាខ្លាអាវុធងាប់ហើយអាវុធត្រូវខ្លាស៊ីហើយជួយផងព្រាយខ្លានិយាយបានតែប៉ុណ្ណោះព្រានសនក៏ភ្នែកលប់លើសន្លប់បាត់ស្មារតីនៅក្នុងដៃរបស់ព្រានចាយភ្លាមអ្នកភូមិទាំងអស់ដែលឈរជុំវិញនោះពេលបានឮពាក្យថាឆ្លុះប្រែជាខ្លានិងអាវុធត្រូវខ្លាស៊ីមុខរបស់ពួកគេប្រែជាស្លេកស្លាំងរន្ធត់យ៉ាងខ្លាំងពាក្យចចាមអារាមដែលព្រានចាយធ្លាប់បានប្រមានបានคล้ายជាការពិតជាក់ស្ដែងនៅចំពោះមុខពួកគេហើយព្រានចាយបានសូត្រគាថាផ្លុំលើក្បាលព្រានសនរួចបញ្ជាឲ្យអ្នកភូមិសែងព្រានសនឡើងទៅលើផ្ទះលោកមេភូមិដើម្បីលាងរបួសនិងសូត្រអាគមរំដោះគ្រោះព្រានចាយឈរនៅដើមផ្លូវចូលភូមិសម្លឹងមើលទៅកាន់ភាពងងឹតនៃព្រៃភ្នំអូរ៉ាល់ខ្យល់អាកាសបក់មកម្ដងនាំមកនៅក្លិនស្អុយអាសួរដែលព្រានចាយស្គាល់យ៉ាងច្បាស់គាត់ដឹងថាព្រាយខ្លានោះបានតាមដានព្រានសនមកដល់ជិតភូមិហើយវាកំពុងតែសម្លឹងមើលមកភូមិរលាក់កងជើងដោយក្តីស្រេកឃ្លានព្រានចាយក្តាប់ដៃយ៉ាងណែនស្ទាបខ្សែចង្កេះស្បែកខ្លារបស់គាត់រួចពោលឡើងដោយសំឡេងមាំឯងបានសម្លាប់មនុស្សនិងបំពានដែនដីភូមិកច្រើនពេកហើយដល់ពេលដែលអញត្រូវតែរៀបចំក្របសំណរចុះយន្តដើម្បីទៅបញ្ចប់ជីវិតអាថ័ន្តរបស់ឯងហើយពន្លឺព្រះអាទិត្យនាព្រឹកព្រលឹមបានជារស្មីកាត់អាប់ក្រាស់ខ្មឹកនៅជើងភ្នំអូរ៉ាល់ប៉ុន្តែបរិយាកាសនៅក្នុងភូមិរលាក់កងជើងបែរជាអាប់អួរនិងពោពេញដោយសំឡេងយំសោកសង្រេងគ្រួសាររបស់ព្រានវុតបានត្រឹមតែដុតធូបសែនព្រេនហើយប្រលឹងនៅមុខផ្ទះព្រោះសាកសពមិនទាន់បានយកមកធ្វើបុណ្យតាមប្រពៃណីឡើយ
ចំណែកឯព្រានសនវិញក្រោយពីដឹងខ្លួនឡើងគេបានត្រឹមតែអង្គុយអោបជង្គង់នៅជ្រុងផ្ទះភ្នែកភ្លឹកសម្លឹងទៅជញ្ជាំងមិនហូបបាយមិនផឹកទឹកហាក់ដូចជាមនុស្សបាត់បង់វិញ្ញាណនិងត្រូវអំពើខ្មោចព្រៃលងបន្លាចឃើញទស្សនវិជ្ជាដ៏គួរឲ្យសង្វេគនេះព្រានចាយបានដកដង្ហើមធំរួចងាកទៅនិយាយជាមួយលោកមេភូមិដែលកំពុងឈរអោបទ្រូងក្បែរនោះលោកមេភូមិយប់នេះខ្ញុំនឹងចូលព្រៃទៅតាមប្រមាញ់អាបិសាចមួយនឹងដោយខ្លួនឯងបើទុកវាយូរជាងនេះវានឹងបានចិត្តហើយអ្នកភូមិយើងច្បាស់ជាគ្មានអ្នកណាហ៊ានចេញទៅរកស៊ីទៀតទេលោកមេភូមិសម្លឹងមកព្រានចាយទាំងព្រួយបារម្ភបងចាយបងឯងចាស់ហើយឯកំភ្លើងបងក៏ចាស់អាសនអាវុធវាសុទ្ធតែក្មេងៗកម្លាំងពេញខ្លួនវានៅតែយកឈ្នះសត្វនោះមិនបានតើបងមានភាពជឿជាក់ប៉ុណ្ណាព្រានចាយញញឹមចុងមាត់បន្តិចរួចលាតអាវកាក់ពណ៌របស់គាត់បង្ហាញស្នាមសាក់យ័ន្តបុរាណពណ៌ខៀវខ្មៅពេញទ្រូងគាត់ចាប់ផ្ដើមរៀបរាប់ពីប្រវត្តិដែលគ្មាននរណាធ្លាប់ដឹងលោកមេភូមិមិនដឹងទេកាលពីជាង20ឆ្នាំមុននឹងខ្ញុំមករស់នៅភូមិរលាក់កងជើងនេះខ្ញុំធ្លាប់បួសរៀនវិជ្ជាអាគមមហាស័ក្តិពីលោកធ្មប់ចាស់ម្នាក់នៅភ្នំក្រវាញយ័ន្តមហាស័ក្តិដែលនៅលើទ្រូងខ្ញុំនេះមិនមែនគ្រាន់តែសម្រាប់ការពារកំបិតឬគ្រាប់កំភ្លើងធម្មតាទេតែវាមានអំណាចអាចទប់ទល់នឹងអំពើផ្លូវងងឹតនិងការពារព្រលឹងបិសាចមិនឲ្យចូលមកជិតខ្លួនបានបន្ទាប់មកព្រានចាយបានទាញយកខ្សែចង្កេះស្បែកខ្លាមួយខ្សែចេញពីស្បង់ចង្កេះរបស់គាត់ខ្សែនេះមើលទៅចាស់និងរលោងដោយសារការប្រើប្រាស់យូរឆ្នាំឯខ្សែស្បែកខ្លានេះទៀតសោតគឺជាស្បែករបស់ខ្លាអាប៉បមួយក្បាលដែលខ្ញុំធ្លាប់បានបាញ់សម្លាប់កាលពីរៀនវិជ្ជាដំបូងពេលដែលខ្ញុំពាក់វាមានតួនាទីបិទបាំងក្លិនមនុស្សរបស់ខ្ញុំទាំងស្រុងពេលខ្ញុំចូលព្រៃសត្វសាហាវទាំងឡាយរួមទាំងព្រាយបិសាចផងនឹងហិតក្លិនខ្ញុំមិនដឹងឡើយវានឹងគិតថាខ្ញុំជាសត្វព្រៃឬជាបិសាចដូចគ្នានេះហើយជាមូលហេតុដែលខ្ញុំហ៊ានចេញមុខតទល់ជាមួយវាលោកមេភូមិនិងអ្នកភូមិដែលឈរស្ដាប់កើតក្តីសង្ឃឹមឡើងវិញប៉ុន្តែព្រានចាយដឹងច្បាស់ថាត្រឹមតែខ្សែចង្កេះនិងយ័ន្តការពារខ្លួនគឺមិនគ្រប់គ្រាន់ក្នុងការផ្ដាច់សង្ខារព្រាយខ្លាដែលរស់រាប់រយឆ្នាំនោះទេគាត់ត្រូវការអាវុធពិសេសមួយអាវុធដែលអាចទម្លុះទាំងសាច់និងទម្លុះទាំងអាថ័ន្តដើម្បីបានអាវុធស័ក្តិសិទ្ធិព្រានចាយត្រូវធ្វើដំណើរទៅកាន់វត្តតាក្រសាំងដែលជារមណីយដ្ឋានវត្តចាស់សាងសង់តាំងពីសម័យបុរាណស្ថិតនៅចម្ងាយប្រហែល15គីឡូម៉ែត្រពីភូមិវត្តនេះល្បីល្បាញខាងមានព្រះសង្ឃចាស់មួយអង្គគឺលោកគ្រូចៅអធិការមានដែរពូកែស័ក្តិសិទ្ធិខាងផ្លូវងងឹតដោះអំពើនិងចេះមន្តអាគមខ្លាំងពូកែព្រានចាយធ្វើដំណើរថ្មើរជើងកាត់ព្រៃតាំងពីព្រឹកព្រលឹមរហូតដល់ជិតថ្ងៃត្រង់ទើបទៅដល់វត្តទីធ្លាវត្តស្ងាត់ជ្រងំស្លឹកឈើជ្រុះពេញដីមានតែសំឡេងសូត្រធម៌ល្វើយចេញពីកុដិឈើចាស់មួយនៅខាងក្រោយវិហារព្រានចាយបានដើរទៅលុតជង្គង់សំពះក្រាបសុំការអនុញ្ញាតពីលោកគ្រូចៅអធិការមានដែលកំពុងគង់សមាធិលោកគ្រូចៅអធិការមានបើកព្រះនេត្រឡើងសម្លឹងមើលព្រានចាយរួចមានថេរដីកាដោយសំឡេងស្អកប៉ុន្តែមានអំណាចញោមចាយអាត្មាដឹងថាញោមមកទីនេះក្នុងគោលបំណងអ្វីហើយក្លិនឈាមនិងក្លិនអាថ័ន្តបិសាចដែលជាប់តាមខ្យល់ពីភ្នំអរ៉ាល់អាត្មាបានដឹងតាំងពីយប់មិញម្លេះវិញ្ញាណសត្វនោះវាស៊ីឈាមមនុស្សច្រើនពេករហូតប្រែក្លាយជាព្រាយបិសាចពេញលក្ខណៈទៅហើយព្រានចាយក្រាបថ្វាយបង្គំម្ដងទៀតរួចទូលសុំដេចគុណភូមិរលាក់កងជើងកំពុងជួបគ្រោះធំហើយបើគ្មានវត្ថុស័ក្តិសិទ្ធិផ្ដាច់ព្រលឹងវាទេខ្ញុំកណាមិនអាចបាញ់ទម្លុះស្បែកអាគមរបស់វាបានឡើយខ្ញុំកណាសូមទូលសុំដេចគុណមេត្តាជួយបញ្ចុះយ័ន្តលើក្របសំណនេះឲ្យខ្ញុំកណាផងចុះព្រានចាយបានយកដុំសំណចាស់ជាសំណដែលបានពីនាងដំបូលវិហារចាស់និងលោហៈធាតុមួយចំនួនចេញពីថង់យាមហុចប្រគេនលោកគ្រូចៅអធិការលោកគ្រូមានងក់ក្បាលរួចបញ្ជាឲ្យកូនសិស្សរៀបចំចង្ក្រានភ្លើងនិងឡចំហុយនៅកណ្ដាលថ្ងៃត្រង់ព្រះសង្ឃចាស់បានយកសំណនោះទៅរំលាយក្នុងកូនឆ្នាំងដីព្រមទាំងដាក់បញ្ចូលនៅមើមប្រទាលឈាមនិងម្សៅគាថាបាលីដែលលោកបានសូត្រផ្លុំរាប់សិបឆ្នាំមកហើយពេលដែលសំណរលាយខាប់ជាទឹកលោកគ្រូបានចាក់វាចូលទៅក្នុងពុម្ពគ្រាប់កាំភ្លើងរួចប្រើម្ជុលមាសមកចាក់ឆ្លាក់អក្សរយ័ន្តបំបែកអាថ័ន្តនៅលើគ្រាប់សំណនីមួយៗខណៈពេលដែលមាត់លោកកំពុងសូត្រគាថាបាលីរអ៊ូរទាំគ្រាប់សំណដែលទើបតែចាក់រួចបញ្ចេញពន្លឺភ្លឺផ្លេកនិងមានផ្សែងហុយចេញមកខុសពីគ្រាប់កាំភ្លើងធម្មតាក្រោយពីបញ្ចប់ពិធីលោកគ្រូចៅអធិការមានបានប្រគល់គ្រាប់សំណចំនួន3គ្រាប់ទៅឲ្យព្រានចាយព្រមទាំងផ្ដាំផ្ញើយ៉ាងម៉ឺងម៉ាត់ញោមចាយគ្រាប់សំណនេះមានអំណាចខ្លាំងណាស់
វាអាចទម្លុះគ្រប់វិញ្ញាណអាក្រក់ទាំងអស់ប៉ុន្តែញោមត្រូវចាំថាញោមមានឱកាសតែ3គ្រាប់នេះទេហើយចំណុចខ្សោយតែមួយគត់របស់ព្រីខ្លាគឺត្រង់ក្លៀកខាងឆ្វេងរបស់វាព្រោះទីនោះជាកន្លែងដែលវាមិនអាចប្រើអាគមបិទបាំងបានបើបាញ់ខុសជីវិតញោមក៏ត្រូវបញ្ចប់ត្រឹមនឹងដែរព្រានចាយទទួលយកគ្រាប់សំណទាំងនោះដោយក្តីគោរពនិងបដិញ្ញាចិត្តយ៉ាងមុតមាំរួចធ្វើដំណើរត្រឡប់មកភូមិវិញត្រឡប់មកដល់ភូមិវិញព្រានចាយបានប្រកាសជ្រើសរើសអ្នកស្ម័គ្រចិត្ត2នាក់ដើម្បីរួមដំណើរជាមួយគាត់ទៅកសាងចាងហាងរោងលើដើមឈើនៅក្នុងព្រៃជ្រៅដោយសារតែដឹងពីភាពសាហាវរបស់ព្រីខ្លាគ្មាននរណាម្នាក់ហ៊ានស្ម័គ្រចិត្តឡើយតែចុងក្រោយមានបុរសវ័យចំណាស់2នាក់គឺពូនុយនិងពូផាដែលជាអ្នកធ្លាប់ដើរព្រៃកាប់ឈើនិងមានចិត្តស៊ូស្លាប់បានស្ម័គ្រចិត្តចូលរួមព្រោះពួកគេទ្រាំមិនបាននឹងឃើញសាកសពក្មួយរបស់ពួកគេព្រានវុឌ្ឍត្រូវសត្វខំស៊ីចោលនៅក្នុងព្រៃនោះទេម៉ោង4រសៀលការរៀបចំខ្លួនចាប់ផ្ដើមឡើងព្រានចាយបានប្រាប់អ្នកទាំងពីរឲ្យរៀបចំស្បៀងអាហារទឹកនិងកាំបិតបន្ទុកគាត់បានហាមដាច់ខាតមិនឲ្យអ្នកទាំងពីរយកកាំភ្លើងទៅទេព្រោះនៅក្នុងសមរភូមិអាគមមានតែកាំភ្លើងរបស់ព្រានចាយដែលមានគ្រាប់សំណចោយ័ន្តប៉ុណ្ណោះដែលអាចដោះស្រាយបានឯកាំភ្លើងផ្សេងទៀតបើផ្ទុះខុសកលៈទេសៈនឹងធ្វើឲ្យខូចការធំមុននឹងឈានជើងចេញពីភូមិព្រានចាយបានរៀបចំពិធីសែនព្រេនដ៏ធំមួយនៅមាត់ព្រៃគ្រឿងសែនរួមមានស្លាធម៌ដូង1គូធូបទៀនបាយសនិងសាច់ជ្រូកឆៅមានជាប់ឈាមស្រស់ៗជាដង្វាយពិសេសសម្រាប់អ្នកតាព្រៃភ្នំអូរ៉ាល់ដើម្បីសុំផ្លូវនិងសុំបើកព្រៃព្រានចាយបានលុតជង្គង់ដុតធូប9សរសៃហើយបួងសួងដោយសំឡេងបន្លឺខ្លាំងៗឲ្យម្ចាស់ទឹកម្ចាស់ដីអ្នកតាថែរក្សាព្រៃភ្នំអូរ៉ាល់ក្តីលោកយាយទាវលោកតាដំបងដៃក្តីថ្ងៃនេះខ្ញុំបាទព្រានចាយនិងកូនជាង2នាក់សូមអុជធូបសំពះសុំការអនុញ្ញាតបើកទ្វារព្រៃពួកខ្ញុំចូលព្រៃលើកនេះមិនមែនមកប្រមាថមិនមែនមកសម្លាប់សត្វឥតកំហុសឡើយតែពួកខ្ញុំមកដើម្បីសម្លាប់សត្វមិច្ឆាទិដ្ឋិដែលបានបំពានច្បាប់ព្រៃខំស៊ីមនុស្សដោយបំពានសូមម្ចាស់ទឹកម្ចាស់ដីបិទបាំងភ្នែកសត្រូវបើកផ្លូវឲ្យពួកខ្ញុំបានសម្រេចភារកិច្ចនិងបានត្រឡប់មកវិញដោយសុវត្ថិភាពផងចុះបន្ទាប់ពីសែនព្រេនរួចព្រានចាយបានងាកមកផ្ដាំពូនុយនិងពូផាដោយទឹកមុខកាចម៉ឺងម៉ាត់បំផុតតាំងពីជំហាននេះទៅហាមអ្នកទាំងពីរនិយាយស្ដីផ្ដេសផ្ដាសហាមហៅឈ្មោះគ្នាទៅវិញទៅមកនៅក្នុងព្រៃហើយបើទោះជាឮសំឡេងអ្វីក៏ហាមឆ្លើយតបដាច់ខាតបើអ្នកណាហ៊ានបំពានត្រណមនេះខ្ញុំមិនធានាជីវិតឡើយអ្នកទាំងពីររងក្បាលយ៉ាងលឿនសន្យាគោរពតាមត្រណមព្រៃយ៉ាងខ្ជាប់ខ្ជួនរួចអ្នកទាំង3ក៏បោះជំហានចូលទៅក្នុងភាពងងឹតនៃព្រៃរងភ្នំអូរ៉ាល់បរិយាកាសនៅក្នុងព្រៃពេលល្ងាចប្រែជាស្ងប់ស្ងាត់ខុសពីធម្មតាគ្មានសំឡេងសត្វបក្សីយំគ្មានសំឡេងសត្វល្អិតសូម្បីតែខ្យល់ក៏ហាក់ដូចជាឈប់បក់ដែររាល់ជំហានដែលអ្នកទាំង3បោះទៅមុខហាក់ដូចជាកំពុងដើរចូលទៅក្នុងមាត់រូងរបស់មច្ចរាជព្រានចាយដើរមុខគេពាក់ខ្សែចង្កេះស្បែកខ្លាយ៉ាងតឹងអំណាចនៃខ្សែស្បែកខ្លាពិតជាអស្ចារ្យមែនព្រោះពេញមួយផ្លូវគ្មានសត្វព្រៃឬសត្វពស់ណាមួយហ៊ានលូនកាត់មុខពួកគេឡើយប្រហែលជាម៉ោង6:30ល្ងាចព្រះអាទិត្យលិចបាត់ទាំងស្រុងពួកគេបានមកដល់ចំណុចអូតាសេកដែលជាទីតាំងកើតហេតុកាលពីយប់មិញក្លិនស្អុយរលួយឆ្អាបលាយឡំគ្នាយ៉ាងខ្លាំងបានបក់ចូលច្រមុះពូនុយនិងពូផាធ្វើឲ្យពួកគាត់ស្ទើរតែក្អួតចង្អោរព្រានចាយបានយកពិលចាក់ក្បាលបញ្ចាំងពន្លឺទៅលើវាស្មៅក្បែរមាត់អូទិដ្ឋភាពដែលលេចឡើងនៅចំពោះមុខធ្វើឲ្យពូនុយស្រក់ទឹកភ្នែកឯពូផាត្រូវយកដៃខ្ទប់មាត់ញ័រខ្លួនទៅត្រើកសាកសពរបស់ព្រានវុឌ្ឍត្រូវបានសត្វខ្លាស៊ីអស់ពាក់កណ្ដាលទៅហើយសាច់ត្រគាកនិងពូវៀនត្រូវខំទាញរាយប៉ាយពេញដីឯក្បាលនិងដងខ្លួនផ្នែកខាងលើប្រឡាក់ទៅដោយឈាមក្រៀមខ្មៅរយខៀវធំកំពុងរោមបន្លឺសំឡេងវើងយ៉ាងសាហាវអ្វីដែលកាន់តែគួរឲ្យរន្ធត់គឺមានដានជើងខ្លាធំជាច្រើនជាន់ដីរវាមជុំវិញសាកសពបញ្ជាក់ថាវានឹងត្រឡប់មកស៊ីសាកសពនេះទៀតនៅយប់នេះពូនុយខំប្រឹងខ្សឹបសួរទាំងទឹកភ្នែកព្រានចាយតើយើងសែងសាកសពអាវុធទៅកប់សិនឬយ៉ាងណាព្រានចាយក្រវីក្បាលយ៉ាងលឿនរួចខ្សឹបឆ្លើយតបដោយសំឡេងមុតស្រួចទេកុំប៉ះវាឲ្យសោះខ្លាប្រភេទនេះពេលវាខាំសត្វឬមនុស្សទុកវាចងចាំក្លិនសាកសពរបស់វាយ៉ាងច្បាស់បើយើងបដូរទីតាំងសាកសពវានឹងដឹងខ្លួនថាមានមនុស្សចូលមកក្នុងទឹកដីរបស់វាហើយវានឹងមិនចេញមកឡើយសាកសពរបស់អាវុធនឹងក្លាយជានុយសម្រាប់តាក់ទាញឲ្យវាចេញមកយប់នេះ
ទោះជាការសម្រេចចិត្តនេះស្ដាប់ទៅសាហាវខូខើបន្តិចមែនតែវាជាច្បាប់នៃការបរបាញ់និងជាជំរើសតែមួយគត់ដើម្បីទាក់ទាញព្រាយខ្លាឲ្យបង្ហាញខ្លួននៅក្នុងរង្វង់កាំភ្លើងរបស់ព្រានចាយពូនុយនិងពូផាគ្មានជំរើសអ្វីក្រៅពីខំមាត់សង្កត់ចិត្តយល់ព្រមតាមការរៀបចំរបស់ព្រានចាស់វស្សារូបនេះបន្ទាប់ពីកំណត់ទីតាំងសាកសពរួចរាល់ព្រានចាយបានសម្លឹងមើលទៅជុំវិញដើម្បីរកដើមឈើដែលស័ក្តិសមបំផុតគាត់បានជ្រើសរើសដើមត្រាចដ៏ធំមួយដើមដែលមានកម្ពស់ប្រហែល20ម៉ែត្រស្ថិតនៅចម្ងាយប្រមាណ15ម៉ែត្រពីសាកសពរបស់ព្រានវុឌ្ឍដើមត្រាចនេះមានមែកធំបែកជាជំពាមដែលស័ក្តិសមបំផុតក្នុងការសង់រោងលាក់ខ្លួនចាងហាងពូនុយនិងពូផាបានប្រើកាំបិតបន្ទុកកាប់មែកឈើនិងឫស្សីតូចៗនៅក្បែរនោះយកមកចងធ្វើជារោងឈើតូចមួយនៅលើជំពាមដើមត្រាចដោយរៀបចំយ៉ាងប្រុងប្រយ័ត្នបំផុតមិនឲ្យមានសម្លេងខ្លាំងឬមានក្លិនមនុស្សជាប់នៅលើដីឡើយពេលដែលរោងចាងហាងសង់រួចរាល់វេលាម៉ោងប្រហែល 7:30 នាទីយប់ព្រះច័ន្ទចាប់ផ្ដើមបញ្ចេញពន្លឺស្រអាប់កាត់តាមចន្លោះស្លឹកឈើពេលនេះទើបដល់ពេលដែលព្រានចាយត្រូវប្រើប្រាស់មន្តអាគមការពាររបស់គាត់ព្រានចាយបានទាញយកអំបោះសីមាពណ៌ក្រហមអំបោះដែលលោកគ្រូចៅអធិការមានបានសូត្រផ្លុំបញ្ចុះយ័ន្តបាលីរួចរាល់ចេញពីថង់យាមគាត់បានយកអំបោះសីមានោះទៅចងព័ទ្ធជុំវិញមែកឈើទាំង4ទិសនៃរោងចាងហាងខណៈពេលកំពុងចងមាត់របស់គាត់បានសូត្រគាថាការពារខ្លួនស្ងាត់ពុទ្ធោរក្សាធម្មោរក្សាសង្ឃោរក្សាអូមអាគមបិទបាំងបន្ទាប់ពីចងខ្សែសីមារួចរាល់ព្រានចាយបានប្រមូលពូនុយនិងពូផាឲ្យអង្គុយជុំគ្នានៅកណ្ដាលចាងហាងគាត់បានបិទពិលចាក់ក្បាលទាំងអស់ទុកឲ្យបរិយាកាសធ្លាក់ចូលក្នុងភាពងងឹតសូន្យឈឹងរួចគាត់បានខ្សឹបប្រាប់បំរាមចុងក្រោយនិងសំខាន់បំផុតអ្នកទាំងពីរត្រូវស្ដាប់ឲ្យច្បាស់ខ្សែអំបោះក្រហមនេះគឺជាបាំងការពារតែមួយគត់ដែលរារាំងព្រាយបិសាចនិងអាគមងងឹតមិនឲ្យចូលមកដល់ខ្លួនយើងយប់នេះចាប់ពីម៉ោងនេះទៅទោះបីជាមានខ្យល់បក់ខ្លាំងប៉ុណ្ណាមានសម្លេងមនុស្សស្រែកហៅឈ្មោះអ្នកទាំងពីរឬមានឃើញរូបភាពបងប្អូនកូនចៅមករកដល់ទីនេះក៏ដោយសូមចាំថានោះសុទ្ធតែជាការបំភាន់ភ្នែកជាល្បិចរបស់ព្រាយខ្លាទាំងអស់ព្រានចាយបានសង្កត់សម្លេងធ្ងន់នៅប្រយោគចុងក្រោយទោះបីជាឃើញអ្វីឬឮអ្វីក៏អ្នកទាំងពីរហាមដាច់ខាតមិនត្រូវនិយាយមិនត្រូវឆ្លើយតបនិងមិនត្រូវឈានជើងចេញពីរង្វង់ខ្សែសីមានេះជាដាច់ខាតប្រសិនបើអ្នកណាហ៊ានចេញតែមួយជំហានខ្សែសីមានឹងដាច់ហើយពេលនោះយើងទាំង3នាក់នឹងត្រូវក្លាយជាអាហាររបស់វាមិនខានឡើយពូនុយនិងពូផាញ័រខ្លួនចំប្រប់ញើសសេតជាហូដកពេញថ្ងាសពួកគេងាក់ក្បាលយល់ព្រមយ៉ាងស្ងៀមស្ងាត់បំផុតឥឡូវនេះអ្វីៗត្រូវបានរៀបចំរួចរាល់ហើយអ្នកទាំង3បានអង្គុយសម្ងំស្ងៀមស្ងាត់នៅលើចាងហាងកណ្ដាលព្រៃជ្រៅកណ្ដាលភាពងងឹតនៃរាត្រីខណៈដែលមច្ចរាជកំពុងតែលូនខិតចូលមកជិតពួកគេបន្តិចម្ដងបងប្អូនអ្នកស្ដាប់ប្រសិនបើបងប្អូនធ្លាប់បានទៅបោះជំរំឬដេកក្នុងព្រៃជ្រៅបងប្អូនច្បាស់ជាដឹងហើយថាព្រៃភ្នំនៅពេលយប់វាមិនដែលស្ងាត់នោះទេវាមានសម្លេងសត្វចង្រិតកណ្ដូបរៃយំកងរំពងនិងសម្លេងខ្យល់បក់ប៉ះស្លឹកឈើលាន់សូរក្រៀវជាប្រចាំនៅម៉ោងប្រមាណ9យប់នៅលើដើមត្រាចដ៏ធំកណ្ដាលព្រៃភ្នំអូរ៉ាល់ព្រានចាយពូនុយនិងពូផាកំពុងតែអង្គុយសន្សំដង្ហើមយ៉ាងស្ងៀមស្ងាត់បំផុតនៅលើចាងហាងបរិយាកាសនៅពេលនោះគឺអាប់ធ្លាក់កាន់តែក្រាស់ទៅធ្វើឲ្យសីតុណ្ហភាពចុះត្រជាក់ស្រេបដល់ឆ្អឹងសំឡេងរៃនិងសត្វល្អិតរាប់លានក្បាលកំពុងតែយំប្រកោកប្រកាសពេញព្រៃហាក់ដូចជាកំពុងច្រៀងបំពេរាត្រីប៉ុន្តែស្រាប់តែនៅវេលាម៉ោងប្រហែល10យប់កន្លះសំឡេងសត្វល្អិតដែលកំពុងតែយំទ្រហឹងអើងកងនោះបានបាត់មាត់ឈឹងក្នុងពេលតែមួយព្រមគ្នាហាក់បីដូចជាមានគេយកដៃទៅខ្ទប់មាត់ពួកវាឬដូចជាគេចុចបិទកុងតាក់ម៉ាស៊ីនអញ្ចឹងវាស្ងាត់រហូតដល់ថ្នាក់អ្នកទាំង3នៅលើដើមឈើអាចឮសំឡេងបេះដូងរបស់ខ្លួនឯងលោតដឹបនៅក្នុងទ្រូងយ៉ាងច្បាស់ភាពស្ងាត់ជ្រងំបែបនេះសម្រាប់អ្នកដើរព្រៃចាស់វស្សាគឺជាសញ្ញាប្រកាសអាសន្នដ៏ធំបំផុតព្រានចាយដែលអង្គុយពាក់កណ្ដាលសមាធិបានបើកភ្នែកព្រឹមសម្លឹងទៅក្នុងភាពងងឹតគាត់ដឹងច្បាស់ណាស់ថាសត្វព្រៃតូចតាចលុះត្រាតែមានវត្តមានរបស់សត្វសាហាវឬអ្វីមួយដែលមានអំណាចគួរឲ្យខ្លាចបំផុតដើរចូលមកក្បែរទើបពួកវាបញ្ឈប់សកម្មភាពនិងលាក់ខ្លួនស្ងាត់ឈឹងបែបនេះខ្យល់ដែលធ្លាប់តែបក់រំភើយក៏ឈប់បក់ស្លឹកឈើមួយសន្លឹកក៏មិនកម្រើកនេះមិនមែនជាការស្ងាត់បែបធម្មជាតិទេតែវាជាការមកដល់នៃមច្ចរាជដែលកំពុងតែនាំយកភាពងងឹតអន្តការចូលមកគ្របដណ្ដប់តំបន់នោះទាំងមូលអ្នកនៅលើចាងហាងទាំង3នាក់ហាក់ដូចជាកំពុងជាប់នៅក្នុងគុកអាកាសដែលគ្មានច្រកចេញ
មិនដល់10នាទីផងក្រោយពីព្រៃបានស្ងាត់ជ្រងំខ្យល់អាកាសដែលត្រជាក់ស្រាប់នោះស្រាប់តែប្រែជាត្រជាក់ខុសធម្មតាត្រជាក់រហូតដល់ពេលដកដង្ហើមចេញមកឃើញផ្សែងសហុយស្របពេលជាមួយគ្នានោះក្លិនមួយដ៏គួរឲ្យរអើមបានហោះអណ្ដែតរសាត់មកប៉ះច្រមុះអ្នកទាំង3នៅលើចាងហាងបងប្អូនអើយវាមិនមែនជាក្លិនស្អុយសត្វងាប់ធម្មតាឬក្លិនសម្រាមនោះទេតែវាជាក្លិនឆ្អាបលាយឡំក្លិនស្អុយរលួយដូចជាសាកសពមនុស្សដែលកប់ក្នុងដីរាប់ខែហើយត្រូវគេគាស់យកមកហាលថ្ងៃអញ្ចឹងវាមានក្លិនហាងឆ្អាបឈាមស្រស់ៗដែលធ្វើឲ្យក្រពះពោះវៀនរបស់យើងកន្ត្រាក់ចង់តែក្អួតពូនុយនិងពូផាដែលជាកូនជាងពេលបានហិតក្លិននេះភ្លាមពួកគាត់ចាប់ផ្ដើមញ័រខ្លួនទៅត្រើកថ្មិញទង្គិចគ្នាតាក់ដោយអំណាចនៃភាពភ័យខ្លាចដល់ស្រទាប់ខួរពួកគាត់យកដៃខ្ទប់ច្រមុះនិងមាត់យ៉ាងតឹងដកដង្ហើមញាប់ភ្នែកលឹបលោតសម្លឹងចុះទៅដីងងឹតសូនឈឹងខាងក្រោមដែលមានសាកសពរបស់ព្រានវុតដេកនៅទីនោះឃើញកូនជាងខ្លួនកំពុងចាញ់ស៊ុបផ្លូវចិត្តព្រានចាយមិនបានមាត់ក៏ទេតែគាត់បានយកដៃឆ្វេងរបស់គាត់ទៅចាប់ស្មារបស់ពូនុយនិងដៃស្ដាំចាប់ស្មាពូផារួចច្របាច់តិចជាការផ្ដល់កម្លាំងចិត្តនិងទាញស្មារតីកុំឲ្យភ័យស្លន់ស្លោបន្ទាប់មកព្រានចាយបានបិទភ្នែកតាំងសិលមាត់របស់គាត់ពោលខ្សឹបជាបល័យគាថាខាងក្នុងខ្លួននមោពុទ្ធាយេតុសោនិមោសូមអំណាចគុណព្រះរតនត្រ័យនិងយ័ន្តមហាស័ក្តិជួយបិទបាំងក្លិនបិទបាំងរូបភាពជួយចងសីមាឲ្យរឹងមាំកុំឲ្យព្រាយបិសាចមើលឃើញពួកខ្ញុំបានឲ្យសោះដៃស្ដាំរបស់គាត់លូកទៅស្ទាបខ្សែចង្កេះស្បែកខ្លាឲ្យជាប់នឹងខ្លួនខណៈដៃឆ្វេងក្រសោបកំភ្លើងសេះដែលមានផ្ទុកក្របសំណចុះយ័ន្តរួចជាស្រេចនៅក្នុងសមរភូមិរវាងមនុស្សនិងបិសាចនរណាដែលមានចិត្តរឹងប៉ឹងជាងនរណានោះជាអ្នកឈ្នះព្រោះព្រាយបិសាចតែងតែវាយលុកតាមរយៈភាពភ័យខ្លាចរបស់យើងនេះឯងពេលដែលក្លិនស្អុយនោះកាន់តែឈួលខ្លាំងឡើងស្រាប់តែមានសំឡេងបន្លឺឡើងពីខាងក្រោមវាជាសំឡេងជើងសត្វដ៏ធំនិងធ្ងន់បំផុតកំពុងតែដើរជាន់លើស្លឹកឈើក្រៀមនិងមែកឈើងាប់នៅគុម្ពព្រៃខាងក្រោមសំឡេងនោះមិនបានដើរត្រង់មករកសាកសពព្រានវុតដើម្បីស៊ីនុយទេតែវាបែរជាដើរក្រវែលជុំវិញដើមត្រាចដែលអ្នកទាំង3កំពុងសំងំលាក់ខ្លួនទៅវិញបងប្អូនសាកស្រមៃមើលចុះសត្វសាហាវមួយក្បាលកំពុងដើរក្រវែលគល់ឈើដែលយើងកំពុងនៅពីលើហើយយើងមិនដឹងថាវាកំពុងគិតអ្វីនេះគឺជាល្បិចសាកល្បងផ្លូវចិត្តរបស់ព្រាយខ្លាវាមានញៀនដឹងថាមានមនុស្សចូលមកក្នុងតំបន់របស់វាដឹងថាសាកសពនេះជានុយទើបវាមិនទាន់ចូលស៊ីវាដើរក្រវែលដើម្បីស្វែងរកក្លិនមនុស្សសិនប៉ុន្តែដោយសារតែអំណាចនៃអំបោះសីមានិងខ្សែស្បែកខ្លារបស់ព្រានចាយទើបវាហិតក្លិនមនុស្សមិនឃើញវាឃើញតែស្រមោលព្រាលនៅលើដើមឈើដោយសារតែរកមើលមិនច្បាស់ព្រាយខ្លាចាប់ផ្ដើមប្រើល្បិចស្រាប់តែស្ងាត់សំឡេងជើងដើរបែរជាមានសំឡេងក្មេងយំបន្លឺឡើងចេញពីគុម្ពព្រៃរងខាងមុខម៉ែអើយកូនខ្លាចសំឡេងក្មេងយំយ៉ាងស្រទន់និងកំសត់កំររួចក៏ប្រែទៅជាសំឡេងមនុស្សស្រីកំពុងសើចក្អាកក្អាយហាមកធ្វើអីខាងលើនឹងចូលមកលេងដីខាងក្រៅមកសំឡេងទាំងនោះលាន់រំពងពេញព្រៃធ្វើឲ្យពូនុយនិងពូផាវិលមុខស្ទើរឆ្កួតពួកគាត់ចង់តែយកដៃទៅបិទត្រចៀកកុំឲ្យឮព្រោះសំឡេងនោះហាក់ដូចជាកំពុងខួងទម្លុះចូលទៅក្នុងខួរក្បាលដោយផ្ទាល់ព្រានចាយងក់ក្បាលដាក់អ្នកទាំងពីរជាសញ្ញាប្រាប់ថាកុំខ្វល់ល្បិចរបស់វាទេការវាយប្រហារផ្លូវចិត្តនេះគឺដើម្បីបញ្ឆោតឲ្យមនុស្សបាត់បង់ស្មារតីភ្លេចខ្លួននិងស្រែកតបតឲ្យតែមានសំឡេងមនុស្សបន្លឺឡើងវានឹងដឹងទីតាំងពិតប្រាកដភ្លាមបន្ទាប់ពីប្រើសំឡេងបញ្ឆោតមិនបានសម្រេចព្រាយខ្លាដែលរស់រាប់រយឆ្នាំនេះមិនព្រមចុះចាញ់ឡើយវាបានដកយកល្បិចដ៏សាហាវបំផុតរបស់វាមកប្រើគឺការបំភាន់ភ្នែកមាយាអាគមអាពណ៌ស្រាប់តែហុយចេញពីគុម្ពព្រៃក្រាស់បង្កើតជាទិដ្ឋភាពព្រាលនៅក្រោមដើមឈើក្រោមពន្លឺព្រះច័ន្ទស្រអាប់ស្រាប់តែមានរូបរាងមនុស្សម្នាក់កំពុងវាតោងគល់ឈើចេញមកយ៉ាងវេទនាពេលមើលឲ្យច្បាស់នោះមិនមែនជាខ្លាទេតែជាព្រះសង្ឃចាស់ជរាមួយអង្គលោករងស្បង់ជីវរហែកក្រហុយប្រឡាក់សុទ្ធតែឈាមនិងភក់កំពុងវាចេញពីគុម្ពព្រៃសហគមន៍ដៃម្ខាងរបស់លោកកាន់ឈើច្រត់ឯជើងម្ខាងទៀតហាក់ដូចជាបាក់អូសនឹងដីលោកងើបមុខឡើងសម្លឹងមករកដើមត្រាចដែលពួកព្រានចាយឈរហើយស្រែកធ្ងរដោយសំឡេងដ៏គួរអាយអាណិតញោមអើយញោមនៅលើដើមឈើមែនទេអាត្មាជាព្រះសង្ឃមកពីវត្តតាក្រសាំងអាត្មាវង្វេងព្រៃត្រូវសត្វជ្រូកព្រៃបុកបាក់ជើងដើរលេងរួចហើយសូមញោមចុះមកជួយសង្គ្រោះជីវិតអាត្មាផងអាត្មាឈឺណាស់ញោមអើយជួយអាត្មាផង
ពេលឮសំឡេងនឹងឃើញរូបភាពព្រះសង្ឃចាស់កំពុងសុំជំនួយបែបនេះសម្រាប់ប្រជាជនខ្មែរយើងដែលតែងតែគោរពស្រឡាញ់ព្រះពុទ្ធសាសនាតើអ្នកណាអាចទប់ចិត្តមិនជួយបានទៅពូផាដែលជាមនុស្សមានចិត្តបុណ្យស្រាប់តែភ្លេចការភ័យខ្លាចសូន្យឈឹងគាត់មានអារម្មណ៍ក្តុកក្តួលអាណិតលោកជាពន់ពេកគាត់គិតក្នុងចិត្តថាលោកគ្រូចៅតិកាមានវត្តតាក្រសាំងក្រែងលោកតែងតែដើរធូរដងក្នុងព្រៃមែនតើប្រកាសជាលោកហើយស្មារតីរបស់ពូផាត្រូវបានអំពើអាគមរបស់ព្រាយខ្លាគ្រប់គ្រងទាំងស្រុងធ្វើឲ្យគាត់ភ្លេចបំរាមរបស់ព្រានចាយគ្មានសល់គាត់ចាប់ផ្ដើមតាំងម្រាមដៃរៀបចំនិងស្រាយខ្សែអំបោះក្រហមដើម្បីលោតចុះទៅជួយព្រះសង្ឃនោះយ៉ាងខណៈដែលពូផាកំពុងតែលូកដៃទៅប៉ះខ្សែសីមាពណ៌ក្រហមគ្រាន់តែម្រាមដៃគាត់រៀបនឹងកន្ត្រាក់ផ្ដាច់ស្រាប់តែមានបាតដៃដ៏រឹងមាំដោយដង្កាប់ដៃរបស់ព្រានចាយលូកមកចាប់ស្មារបស់គាត់កន្ត្រាក់ថយក្រោយយ៉ាងខ្លាំងប្រាប់រួចព្រានចាយយកដៃម្ខាងទៀតទៅខ្ទប់មាត់ពូផាយ៉ាងណែនមិនឲ្យបញ្ចេញសំឡេងសូម្បីតែមួយម៉ាត់ព្រានចាយបើកភ្នែកធំធំសម្លឹងមុខពូផាដោយកំហឹងលាយឡំនឹងការព្រមានយ៉ាងតឹងរ៉ឹងបំផុតរួចគាត់ក្រវីក្បាលយ៉ាងញាប់ជាសញ្ញាបញ្ជាក់ថាកុំចោទដាច់ខាតវាមិនមែនជាការពិតទេពូផាត្រូវដួលផ្ងាទៅក្រោយហើយខំប្រឹងរើបំរាស់ព្រោះគាត់គិតថាព្រានចាយចិត្តអាក្រក់មិនព្រមជួយព្រះសង្ឃប៉ុន្តែព្រានចាយបានយកដៃចង្អុលចុះទៅខាងក្រោមវិញហើយយកមេដៃអូសលើចិញ្ចើមរបស់ខ្លួនជាកាយវិការបើកភ្នែកអាគមដើម្បីឲ្យពូផាសម្លឹងមើលទៅខាងក្រោមឲ្យច្បាស់ម្ដងទៀតដោយការតាំងស្មារតីឲ្យមូលពេលពូផាខំទប់អារម្មណ៍ហើយសម្លឹងទៅព្រះសង្ឃដែលកំពុងវានៅលើដីនោះម្ដងទៀតព្រះអើយរូបភាពបំភ័ន្តបានរបូតចេញបន្តិចម្ដងនៅក្រោមស្រមោលស្បង់ជីវរពណ៌លឿងនោះមិនមែនជាស្បែកមនុស្សទេតែជារោមពណ៌លឿងឆ្នូតខ្មៅឯក្បាលត្រង់ដែលកំពុងវាសុំជំនួយនោះមិនមែនជាក្បាលព្រះសង្ឃទេតែជាក្បាលខ្លាដ៏ធំសម្បើមដែលមានមាត់ហាឡើងបង្ហាញធ្មេញស្រួចទឹកមាត់ហូរស្រក់តក់និងមានភ្នែកពីរគ្រាប់បញ្ចេញពន្លឺក្រហមដូចរងើកភ្លើងកំពុងតែសម្លឹងត្រង់មកកាន់រោងចាងហាងវាធ្វើជាវាដើម្បីបញ្ឆោតឲ្យអ្នកខាងលើចុះទៅដីដើម្បីវានឹងត្របាក់ស៊ីតែម្ដងពេលឃើញរូបរាងពិតរបស់បិសាចដ៏សាហាវនោះពូផាឡើងទន់ដៃទន់ជើងអស់កម្លាំងរលីងពីខ្លួនសឹងតែនោមដាក់ខោទៅហើយគាត់ស្រក់ទឹកភ្នែកងក់ក្បាលដាក់ព្រានចាយដើម្បីសុំទោសដែលគាត់សឹងតែធ្វើឲ្យអ្នកទាំង3បាត់បង់ជីវិតព្រានចាយដកដង្ហើមធំគាត់ដឹងថាព្រាយខ្លានេះមានឫទ្ធិខ្លាំងណាស់វាអាចទាញយកចំណុចខ្សោយនិងក្តីមេត្តារបស់មនុស្សមកធ្វើជាអាវុធសម្រាប់មនុស្សសមរភូមិរវាងអាគមពុទ្ធចក្ររបស់ព្រានចាយនិងអាគមមងឹតរបស់ព្រាយស័ត្វទើបតែចាប់ផ្ដើមប៉ុណ្ណោះហើយរាត្រីនេះនៅវែងឆ្ងាយណាស់បងប្អូនអ្នកស្ដាប់នៅពេលដែលល្បិចមាយាអាគមរបស់វាត្រូវបែកការដោយសារតែការតាំងស្មារតីដ៏រឹងមាំរបស់ព្រានចាយព្រាយខ្លាដែលលាក់ខ្លួនក្នុងស្រមោលងឹតនោះក៏លែងសំងំតទៅទៀតវាដឹងថាមនុស្សដែលនៅលើដើមឈើនេះមិនមែនជាអ្នកព្រៃធម្មតាទេតែជាព្រានដែលមានវិជ្ជាអាគមការពារខ្លួនយ៉ាងពូកែស្រាប់តែសំឡេងក្រហឹមដ៏មហាសែនកងរំពងបានបន្លឺឡើងចេញពីបំពង់ករបស់សត្វខ្លាធំសំឡេងនេះមិនមែនត្រឹមតែឮចូលត្រចៀកទេតែវាអង្រួនដល់ក្រដាសត្រចៀកនិងធ្វើឲ្យរំញ័រដល់ដើមទ្រូងអ្នកទាំង3នៅលើចាងហាងស្លឹកឈើដែលស្ងាត់ជ្រងំកាលពីអំបញ្ញមិញចាប់ផ្ដើមជ្រុះរុះរយចុះមកក្រោមដោយសាររលកសំឡេងនៃការក្រហឹមវាជាកំហឹងរបស់មច្ចរាជគ្រាន់តែក្រហឹមចប់ភ្លាមស្រមោលដ៏ធំខ្មៅងងឹតមួយបានស្ទុះលោតផ្លោះចេញពីគុម្ពព្រៃសម្ដៅត្រង់មកគល់ដើមត្រាចយ៉ាងលឿនដូចភ្លេកបន្ទោកម្លាំងលោតតោងរបស់វាធ្វើឲ្យដើមត្រាចដ៏ធំដែលមានមុខកាត់ជាង1ម៉ែត្រញ័រត្រឹកហាក់ដូចជារំជួយដីក្រញាំជើងមុខដ៏មុតស្រួយរបស់វាបោះពុះចូលទៅក្នុងសម្បកឈើបន្លឺជាសំឡេងព្រឹត្តក្រោកស្ដាប់ទៅព្រឺសម្បុរខ្ញាក់វាចាប់ផ្ដើមវាឡើងដើមឈើសម្ដៅមករោងចាងហាងដែលអ្នកទាំង3កំពុងលាក់ខ្លួនពូនុយនិងពូផាពេលឃើញសត្វខ្លាធំប៉ុនកូបាកំពុងតែវាឡើងមកគៀកនឹងខ្លួនហើយនោះពួកគាត់ស្ទើរតែគាំងបេះដូងស្លាប់ភ្នែករបស់វាពណ៌ក្រហមឆ្អៅសម្លឹងមកពួកគេហាក់ដូចជាចង់ហែកស៊ីទាំងរស់ប៉ុន្តែព្រានចាយនៅតែរក្សាភាពស្ងប់ស្ងាត់ដង្ហើមរបស់គាត់ដកស្មើធម្មតាគាត់ដឹងច្បាស់ថាខ្លានេះទោះបីមានមាឌធំនិងកម្លាំងខ្លាំងប៉ុណ្ណាក៏ដោយក៏វាមិនអាចទម្លុះសីមាដែលគាត់បានចងការពារនោះទេពេលដែលក្បាលខ្លាឡើងមកដល់គែមចាងហាងវាក៏ហាវេចំហមាត់បញ្ចេញចង្កូមប៉ុនម្រាមដៃរៀបនឹងត្របាក់ខាំជើងពូនុយដែលនៅគៀកជាងគេប៉ុន្តែគ្រាន់តែច្រមុះរបស់វាប៉ះនឹងខ្សែអំបោះក្រហមដែលព្រានចាយបានចងព័ទ្ធជុំវិញចាងហាងនោះភ្លាម
សម្លេងផ្ទុះមួយលាន់ឡើងព្រមជាមួយពន្លឺភ្លើងពណ៌ខៀវឆក់ភ្លេចចេញពីខ្សែអំបោះក្រហមវាយប្រហារចំកណ្ដាលថ្ងាសរបស់ព្រាយខ្លាពេញទំហឹងនេះគឺជាអំណាចនៃបាលីការពារសីមាដែលព្រានចាយបានសូត្របញ្ចូលខ្លាធំត្រូវផ្លាតខ្ទាតចេញពីដើមឈើធ្លាក់បោកកណ្ដាលដីយ៉ាងដំណំវាក្រហមដោយការឈឺចាប់និងក្រហាយជាទីបំផុតចំណែកឯពូនុយវិញគាត់រមៀលថយក្រោយសឹងតែធ្លាក់ពីលើចាងហាងទៅហើយសំណាងល្អបានពូផាចាប់ទីងទាន់ព្រាយខ្លានេះឆ្លាតណាស់ពេលវាដឹងថាកម្លាំងបាយមិនអាចទម្លុះខ្សែសីមាអាគមបានវាបានបដូរយុទ្ធសាស្ត្រភ្លាមដោយងាកមកវាយប្រហារផ្លូវចិត្តម្ដងទៀតលើកនេះគោលដៅរបស់វាមិនមែនជាពូផាទេតែគឺជាពូនុយដែលកំពុងតែភ័យស្លន់ស្លោស្រាប់នៅពីក្រោមដើមឈើអាពណ៌ខ្មៅបានចាប់ផ្ដើមហុយឡើងម្ដងទៀតស្រាប់តែពេលនោះសំឡេងមួយដែលធ្វើឲ្យពូនុយភ្ញាក់ព្រឺតញ័រពេញរាងកាយបានបន្លឺឡើងពីក្រោមពុកអើយជួយកូនផងកូនឈឺណាស់ពុកវាជាសំឡេងរបស់នាងមុំដែលជាកូនស្រីទើបតែអាយុ7ឆ្នាំរបស់ពូនុយដែលកំពុងដេកនៅផ្ទះឯភូមិពូនុយបើកភ្នែកធំសម្លឹងចុះទៅក្រោមរូបភាពដែលគាត់ឃើញគឺកូនស្រីសំណប់ចិត្តរបស់គាត់កំពុងតែដេកដួលលើដីខ្លួនប្រឡាក់សុទ្ធតែឈាមយំស្រែកហៅឪពុកយ៉ាងកំសត់នៅពីក្រោយកូនស្រីគាត់គឺស្រមោលព្រាយខ្លាដ៏ធំកំពុងតែហាវ៉ាចំហមាត់រៀបនឹងត្របាក់ក្បាលកូនស្រីគាត់ទៅហើយពុកវាខំកូនហើយពុកជួយកូនផងសំឡេងនោះកន្ត្រាក់បេះដូងឪពុកគ្រប់រូបឲ្យដាច់ខ្យល់ព្រានចាយដឹងភ្លាមថានេះជាការលេងល្បិចរបស់បិសាចគាត់ប្រញាប់លូកដៃទៅទាញស្មាពូនុយហើយខ្សឹបដាក់ត្រចៀកយ៉ាងតឹងអានុយកុំចាញ់បោកវាកូនឯងនៅផ្ទះវាជាមាយាទេប៉ុន្តែសម្រាប់មនុស្សដែលកំពុងតែភ័យខ្លាចដល់កម្រិតកំពូលហើយឃើញកូនស្រីជាទីស្រឡាញ់កំពុងរងគ្រោះបែបនេះទោះបីមានអ្នកទាញក៏ទាញមិនឈ្នះដែរសតិវិចារណញ្ញាណរបស់ពូនុយបានដាច់ខាតរលីងអស់ទៅហើយគាត់លែងដឹងថាខ្លួនឯងកំពុងនៅលើដើមឈើកណ្ដាលព្រៃទៀតហើយក្នុងក្បាលគាត់ដឹងតែមួយគត់គឺត្រូវរត់ទៅជួយកូនស្រីកូនមុំអាសត្វទេរឆានលែងកូនអញពូនុយស្រែកយំយ៉ាងរន្ធត់រួចស្ទុះក្រោកឈរឡើងយ៉ាងកំរោលដោយកម្លាំងនៃសេចក្តីស្រឡាញ់កូននិងការបាត់បង់ស្មារតីគាត់បានរើបំរាស់វីផ្ដួលព្រានចាយនិងពូផាដែលខំទាញគាត់អ្វីដែលអាក្រក់បំផុតនោះគឺជើងរបស់ពូនុយបានដើរទៅទាក់ទាញផ្ដាច់ខ្សែអំបោះក្រហមដែលជាសីមាការពារនោះដាច់ផាច់ជាពីរចំណែកបងប្អូនអើយគ្រាន់តែខ្សែសីមាដាច់ភ្លាមរូបភាពកូនស្រីដែលកំពុងយំនោះក៏រលាយបាត់ទៅក្នុងអ័ព្ទជំនួសមកវិញដោយមាត់ដ៏ធំរបស់ព្រាយខ្លាដែលកំពុងតែលោតស្ទុះហោះឡើងមកលើអាកាសក្នុងល្បឿនយ៉ាងលឿនសម្ដៅមករកពូនុយដែលកំពុងឈរស្រឡាំងកាំងនៅមាត់ចាំងហាងពូនុយភ្ញាក់ស្មារតីវិញពេលឃើញមាត់ខ្លាប៉ុន្តែវាហួសពេលទៅហើយក្រញាំជើងទំហំប៉ុនចានគោមរបស់វាបានបោះពុះទម្លុះចូលទៅក្នុងសាច់ស្មាចំហៀងខាងស្ដាំរបស់ពូនុយយ៉ាងជ្រៅធ្មេញដ៏មុតស្រួចរបស់វាបានត្របាក់ខាំចូលចំដើមដៃរបស់គាត់កម្លាំងរបស់សត្វធំលាយឡំជាមួយទម្ងន់ខ្លួនរបស់វាពេលធ្លាក់ចុះបានកន្ត្រាក់ទាញទម្លាក់ពូនុយឲ្យរមៀលធ្លាក់ពីលើចាងហាងកម្ពស់ជិត7ម៉ែត្រទៅកាន់ដីខាងក្រោមយ៉ាងរន្ធត់លោកគ្រូជួយខ្ញុំផងសម្លេងស្រែកយ៉ាងឈឺចាប់របស់ពូនុយបន្លឺឡើងពេញព្រៃទាំងមនុស្សទាំងខ្លាបានធ្លាក់ទៅដល់ដីបោកនិងគល់ឈើនៅខាងក្រោមនោះទិដ្ឋភាពគឺសាហាវយង់ខ្នងបំផុតព្រាយខ្លាមិនបានសម្លាប់ពូនុយភ្លាមទេព្រោះវាចង់ប្រើសេចក្តីឈឺចាប់របស់កូនជាងដើម្បីទាញព្រានចាយឲ្យចុះទៅជួយវាបានយកក្រញាំជើងសង្កត់លើទ្រូងពូនុយរួចប្រើមាត់ខំហែកសាច់ដើមដៃរបស់គាត់ទាញបញ្ចេញសរសៃឈាមនិងសាច់ដុំឲ្យបែកខ្ចាត់ខ្ចាយសំឡេងហែកសាច់និងបាក់ឆ្អឹងលាយឡំនឹងសំឡេងស្រែកធ្ងររបស់ពូនុយធ្វើឲ្យពូផាដែលនៅលើដើមឈើសន្លប់បាត់ស្មារតីមួយរំពេចឃើញកូនជាងកំពុងត្រូវគេហែកស៊ីទាំងរស់ព្រានចាយឈឺចាប់ហួសថ្លែងកំហឹងរបស់ព្រានចាស់បានពុះកញ្ជ្រោលដល់កម្រិតគាត់មិនលោតចុះទៅក្រោមតាមល្បិចរបស់ខ្លាទេតែគាត់បានទម្លាក់ជង្គង់មកខាងលើកកំភ្លើងសេះកាត់ខ្លីកំភ្លើងស្នប់អាគមផ្អឹបនឹងស្មាចង្អុលតម្រង់ទៅរកក្បាលរបស់ព្រាយខ្លាដែលកំពុងតែស៊ីសាច់នោះភ្នែករបស់ព្រានចាយសម្លឹងតាមកណ្ដាប់រយយ៉ាងមុតស្រួចមាត់របស់គាត់ពោលបល័យបញ្ចប់យ៉ាងលឿនម្រាមដៃរបស់គាត់កេះកៃកំភ្លើងសម្លេងផ្ទុះនៃកំភ្លើងសេះលាន់កងរំពងស្ទើរតែបែកព្រៃឱរ៉ាល់អណ្ដាតភ្លើងពណ៌ក្រហមឆ្អៅលាយឡំនឹងពន្លឺភ្លើងអាគមពណ៌ខៀវបានព្រោះចេញពីចុងកាណុងក្របសំណចុះយន់ដែលប្រសិទ្ធិដោយឈាមរបស់ព្រានចាយបានហោះទម្លុះខ្យល់រត់ត្រង់វឹងទៅបុកចំភ្នែកខាងឆ្វេងរបស់ព្រាយខ្លាពេញទំហឹង
ព្រាយខ្លាស្រែកក្រហមយ៉ាងរន្ធត់បំផុតឈាមខ្មៅខាប់បានបាញ់ចេញពីភ្នែករបស់វាខ្ទាតប្រឡាក់ពេញស្លឹកឈើដោយសារតែត្រូវក្របអាគមនិងរងរបួសយ៉ាងធ្ងន់ធ្ងរវាលែងខ្វល់ពីចំណីទៀតហើយវាក៏ស្ទុះរត់បោលចូលទៅក្នុងភាពងងឹតនៃព្រៃជ្រៅបាត់ស្រមោលសូនឈឹងបន្សល់ទុកតែដំណក់ឈាមនិងភាពស្ងាត់ជ្រងំបែបគួរឲ្យខ្លាចត្រឡប់មកវិញនៅខាងក្រោមពូនុយកំពុងតែដេកដង្ហើមចង្រិតក្នុងថ្លុកឈាមរបស់ខ្លួនឯងតើគាត់អាចរស់រានមានជីវិតបានឬទេហើយតើព្រានចាយនឹងធ្វើបែបណាទល់ព្រោះអាគមព្រាយខ្លានេះនៅមិនទាន់ស្លាប់នៅឡើយបងប្អូនអ្នកស្ដាប់បន្ទាប់ពីស្នូការផ្ទុះកំភ្លើងនិងសម្លេងក្រហមដោយការឈឺចាប់របស់ព្រាយខ្លាបានស្ងាត់បាត់ទៅកណ្ដាលព្រៃជ្រៅភាពស្ងាត់ជ្រងំក៏បានត្រឡប់មកវិញប៉ុន្តែលើកនេះវាជាភាពស្ងាត់ដែលពោរពេញទៅដោយក្តីសង្វេគព្រានចាយមិនទាន់ហ៊ានចុះពីលើដើមឈើភ្លាមនោះទេគាត់បានបញ្ឆាំងពិលអាគុយទម្លាក់ពន្លឺចុះទៅក្រោមសម្លឹងមើលជុំវិញដើម្បីបញ្ជាក់ថាព្រាយខ្លានោះពិតជាបានរត់ចេញទៅឆ្ងាយមែនពេលដឹងថាវាទៅបាត់ហើយព្រានចាស់ក៏ប្រញាប់តោងវល់ចុះមកដីយ៉ាងលឿនសម្ដៅទៅរករាងកាយរបស់ពូនុយដែលកំពុងដេកដង្ហើមចង្រិតក្នុងថ្លុកឈាមទិដ្ឋភាពពេលនោះគឺគួរឲ្យអាណិតណាស់សាច់ដើមដៃស្ដាំរបស់ពូនុយត្រូវខ្លាហែកដាច់សឹងទៅដល់ឆ្អឹងរីឯដើមទ្រូងត្រូវក្រញាំខ្លាបោះពុះធ្លាយដល់សួតឈាមហូរចេញមកមិនឈប់ព្រានចាយទម្លាក់កំភ្លើងស្ទុះទៅត្រកងក្បាលកូនជាងដាក់លើភ្លៅរួចប្រញាប់ដកយកថ្នាំសង្កូវដែលរុំក្នុងក្រណាត់សមកខំប្រឹងរយពីលើមុខរបួសដើម្បីខាត់ឈាមអានុយឯងខំប្រឹងឡើងកុំទាន់អាល់បិទភ្នែកគ្រូកំពុងជួយឯងហើយព្រានចាយស្រែកហៅទាំងសំឡេងអួលដើមកពូនុយបើកភ្នែកព្រឹមសម្លឹងមើលមុខគ្រូទឹកភ្នែកហូរស្រក់កាត់ផែនថ្ពាល់ដែលស្លេកស្លាំងគាត់ដឹងខ្លួនឯងច្បាស់ណាស់ថាគាត់មិនអាចរស់បានទេគាត់ខំប្រឹងលើកដៃឆ្វេងដែលនៅសល់មកចាប់ប្រអប់ដៃព្រានចាយយ៉ាងណែនរួចប្រឹងខ្សឹបដោយសំឡេងខ្សៅលោកគ្រូខ្ញុំខុសហើយដែលមិនស្ដាប់ពាក្យគ្រូខ្ញុំសុំទោសពូនុយក៏អកខ្ជាក់ឈាមចេញមកក្រៅមុននឹងបន្តលោកគ្រូអាណិតនាងមុំកូនខ្ញុំផងប្រាប់នាងថាពុកស្រឡាញ់វាណានិយាយចប់ប្រយោគនេះដៃរបស់ពូនុយក៏របូតធ្លាក់ពីដៃព្រានចាយភ្នែកសម្លឹងឡើងលើដង្ហើមចុងក្រោយក៏បានផុតរាងកាយទន់ជ្រាយអស់សង្ខារទៅព្រានចាយអង្គុយថ្មឹងសម្លឹងមើលសាកសពកូនជាងទឹកភ្នែករបស់ព្រានចាស់ដែលមិនធ្លាប់ស្រក់សោះតាំងពីកំឡោះទោះបីប្រឈមមុខនឹងក្តីស្លាប់រាប់ដងក៏ស្រាប់តែស្រក់ចុះមកតក់ទម្លុះភាពងងឹតគាត់យកដៃបិទភ្នែកពូនុយឲ្យជិតរួចពោលពាក្យសច្ចាប្រណិធានយ៉ាងម៉ឺងម៉ាត់ថាឯងទៅឲ្យបានស្ងប់ចុះអានុយគ្រូសន្យាថានឹងយកក្បាលអាសត្វតិរិឆាននេះមកសែនសពឯងនឹងអាវុធឲ្យទាល់តែបាននៅលើដើមឈើពូផាដែលសន្លប់បាត់ស្មារតីក៏បានដឹងខ្លួនឡើងវិញដោយសារភាពត្រជាក់នៃទឹកសន្សើមគាត់ចុះមកដីដោយភាពភ័យខ្លាចហើយពេលឃើញសាកសពពូនុយគាត់ក៏យំសោកបោកខ្លួនយ៉ាងខ្លាំងព្រានចាយមិនបានខាត់ទេតែគាត់បានប្រាប់ពូផាឲ្យជួយយកសាកសពពូនុយនិងព្រានវុធទៅចងព្យួរនៅលើមែកឈើខ្ពស់ឲ្យផុតពីការយាយីពីសត្វព្រៃផ្សេងសិនព្រោះពួកគេមិនទាន់អាចយកសពត្រឡប់ទៅភូមិវិញបានទេរាត្រីដ៏សែនវែងឆ្ងាយក៏បានកន្លងផុតទៅពន្លឺព្រះអាទិត្យពណ៌មាសចាប់ផ្ដើមរះឡើងបណ្ដេញអាប់និងភាពងងឹតឲ្យរលាយបាត់អស់សំឡេងសត្វស្លាប់យំឆ្លើយឆ្លងគ្នាបញ្ជាក់ថាព្រៃនេះបានវិលមករកសភាពធម្មតាវិញហើយព្រានចាយបានយកគ្រាប់សំណចុះយន់3គ្រាប់ចុងក្រោយបញ្ចូលទៅក្នុងកំភ្លើងសេះរបស់គាត់រួចដកកំបិតបន្ទោះដងភ្លុកដំរីដែលជាគេដំណើរពីគ្រូរបស់គាត់ចេញពីស្រោមយកមកសូត្របាលីផ្លុំបញ្ចូលអាគមម្ដងទៀតគាត់ប្រាប់ពូផាថាអាផាឯងចាំនៅទីនេះហើយដុតភ្លើងឲ្យឆេះរហូតកុំតាណាឲ្យសោះអាសត្វនេះវាត្រូវគ្រាប់អាគមរបស់អញចំភ្នែកវាប្រកាសជាបែកភ្នែកម្ខាងហើយគ្រាប់សំណនោះកំពុងតែដុតរលួយសាច់វាពីខាងក្នុងវាទៅមិនបានឆ្ងាយទេពេលថ្ងៃបែបនេះរទ្ធីរបស់វាក៏ថយចុះដែរអញត្រូវតែតាមទៅផ្ដាច់សង្សារវាថ្ងៃនេះទុកយូរវានឹងសម្លាប់មនុស្សកាន់តែច្រើនព្រានចាយចាប់ផ្ដើមដើរតាមដានឈាមដែលបន្សល់ទុកនៅលើស្លឹកឈើអ្វីដែលប្លែកនោះគឺឈាមរបស់ព្រាយខ្លានេះមិនមែនមានពណ៌ក្រហមដូចសត្វធម្មតាទេតែវាមានពណ៌ខ្មៅខាប់ហើយមានក្លិនស្អុយរលួយឆ្អេះឆ្អាបយ៉ាងខ្លាំងដោយសារតែវាត្រូវអំណាចគ្រាប់អាគមដុតបំផ្លាញខាងក្នុងស្លឹកឈើណាដែលត្រូវឈាមវាស្រក់ប៉ះគឺប្រែជាខ្លោចក្រៀមភ្លាមហាក់ដូចជាត្រូវទឹកអាស៊ីតអញ្ចឹងតាមដានឈាមនោះកាន់តែជ្រៅទៅចូលដល់តំបន់មួយដែលព្រៃក្រាស់ខ្មឹកសូម្បីតែពន្លឺថ្ងៃក៏មិនសូវអាចចាំងទម្លុះបានដែរទីនេះពោពេញទៅដោយដើមឈើធំនិងវល្លិរយិញរយោង
នៅខាងមុខព្រានចាយបានប្រទះឃើញរូងថ្មមួយយ៉ាងធំដែលមាត់រូងពោពេញទៅដោយឆ្អឹងសត្វនិងឆ្អឹងមនុស្សរាយប៉ាយពាសពេញនេះហើយជារូងមច្ចរាជដែលជាជំរករបស់ព្រាយខ្លាពីក្នុងរូងនោះមានឮសំឡេងធ្ងោដែលជាសំឡេងធ្ងោដោយការឈឺចាប់និងសង្គាក្រហាយបំផុតក្លិនស្អុយសាកសពភាយចេញមកយ៉ាងកាចសាហាវព្រានចាយទាញកំភ្លើងសេះភ្ជង់ត្រៀមរួចបោះជំហានចូលទៅក្នុងរូងយ៉ាងប្រុងប្រយ័ត្នបំផុតការពារមិនឲ្យជន់ប៉ះមែកឈើមានសំឡេងសំបីតែបន្តិចចូលទៅដល់ខាងក្នុងរូងដែលមានពន្លឺស្រអាប់ព្រានចាយបានឃើញរូបរាងដ៏ធំសម្បើមរបស់សត្វខ្លាកំពុងតែដេកដង្ហក់នៅលើថ្មភ្នែកខាងឆ្វេងរបស់វាដែលត្រូវគ្របអាគមបានហើមប៉ោងរលួយបែកហូរឈាមខ្មៅនិងទឹករងៃក្លិនស្អុយអាសោចរីឯភ្នែកខាងស្ដាំនៅតែបើកធំសម្លឹងមើលមកក្រៅថ្វីត្បិតតែវារងរបួសធ្ងន់តែញៀនរបស់ព្រាយនៅតែខ្លាំងវាដឹងថាមានគេចូលមកដល់ជំរកវាហើយស្រាប់តែវាស្ទុះក្រោកឈរឡើងក្រហមយ៉ាងកងរំពងរួចលោតផ្លោះសម្ដៅមកត្របាក់ព្រានចាយទាំងកំរោលល្បឿនរបស់វានៅតែលឿនគួរឲ្យខ្លាចព្រានចាយមិនមានពេលតម្រង់កំភ្លើងឲ្យស្រួលបួលទេគាត់គ្រាន់តែលើកកណ្ដុងឡើងហើយកេះកាយផាំងក្របសំណរត្រូវចំស្មាស្ដាំរបស់វាតែមិនអាចបញ្ឈប់សន្ទុះរបស់វាបានឡើយតួខ្លួនដ៏ធ្ងន់របស់ខ្លាបានហោះមកបុកព្រានចាយខ្ទាតបោកផ្ទប់នឹងជញ្ជាំងរូងថ្មធ្វើឲ្យកំភ្លើងរបស់គាត់ខ្ទាតជ្រុះពីដៃខ្លាធំមិនបង្អង់យូរវាហាវាចំហមាត់ប្រងខំកាត់បំពង់កព្រានចាយតែម្ដងប៉ុន្តែក្នុងវិនាទីនៃសេចក្តីស្លាប់ព្រានចាយដែលជាអ្នកប្រយុទ្ធដ៏ស្ទាត់ជំនាញបានរហ័សទាញដកកាំបិតបន្ទោះដងភ្លុកដំរីពីចង្កេះលើកឡើងរងទប់នឹងចង្កូមរបស់វាក្រញាំមុខរបស់វាបានសង្កត់លើទ្រូងព្រានចាយហៀបនឹងទម្លុះសាច់ទៅហើយព្រានចាយខំប្រឹងប្រើកម្លាំងទាំងអស់ដែលខ្លួនមានរុញច្រានកាំបិតទប់ក្បាលវារួចគាត់សូត្របល័យចុងក្រោយដោយសំឡេងខ្លាំងពុទ្ធធានផ្ដាច់សង្ខារធម្មមាំងផ្ដាច់វិញ្ញាណសង្ខំផ្ដាច់អាថន្នមច្ចរាជវិនាសសូត្រចប់គាត់បានប្រើកម្លាំងបង្វិលកាំបិតកិច្ចពីចង្កូមវារួចចាក់បញ្ចូលកាំបិតអាគមនោះចូលចំបំពង់ករបស់ព្រាយខ្លាយ៉ាងជ្រៅកប់ដល់ដងភ្លុកឈាមខ្មៅបានបាញ់សាចចេញមកប្រឡាក់ពេញមុខព្រានចាយព្រាយខ្លាស្រែករមួលខ្លួនដោយការឈឺចាប់យ៉ាងខ្លាំងវាបំរះក្រទះមួយទំហឹងធ្វើឲ្យព្រានចាយខ្ទាតចេញរួចវាក៏ដួលប្រកាច់ទើបលើដីរមួលខ្លួនពីរបីដងទើបស្ងាត់ដង្ហើមស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធមបំផុតនៅពេលដែលព្រាយខ្លាបានដាច់ខ្យល់ស្លាប់អ្វីដែលគួរឲ្យអស្ចារ្យនោះគឺរាងកាយដ៏ធំសម្បើមរបស់វាស្រាប់តែប្រែជាស្វិតរួញបាត់បង់សភាពគួរឲ្យខ្លាចคล้ายទៅជាសាកសពខ្លាធំធម្មតាមួយក្បាលដែលមានស្នាមរបួសពាសពេញខ្លួនហាក់ដូចជាអាគមខ្មៅងងឹតដែលគ្រប់គ្រងវាអស់រាប់សិបឆ្នាំត្រូវបានរលាយសាបសូន្យបាត់ទៅហើយព្រានចាយក្រោកឈរឡើងទាំងត្រដាបត្រដួសខ្លួនប្រាណពោពេញដោយស្នាមរបួសនិងឈាមគាត់សម្លឹងមើលសពសត្វសាហាវនោះរួចដកដង្ហើមធំប្រកបដោយភាពធូរស្បើយលាយឡំនឹងភាពសោកសៅគាត់បានដើរទៅទាញយកកាំបិតរបស់គាត់វិញរួចកាត់យកចង្កូមរបស់វាមួយទុកជាភស្តុតាងនិងជាការបំបែកអាថ័ន្តកុំឲ្យវាអាចចាប់ជាតិជាព្រាយបានទៀតបន្ទាប់មកព្រានចាយបានដើរអូសជើងត្រឡប់មករកពូផាវិញអ្នកទាំងពីរបាននាំយកសាកសពរបស់ព្រានវុតនិងពូនុយចេញពីព្រៃជ្រៅត្រឡប់ទៅភូមិវិញទាំងក្តីសង្វេគជាទីបំផុតនៅពេលទៅដល់ភូមិដំណឹងនៃការស្លាប់របស់ពូនុយនិងព្រានវុតបានធ្វើឲ្យអ្នកភូមិយំសោកសង្រេងជាពិសេសគឺនាងមុំកូនស្រីរបស់ពូនុយដែលយំអោបសពឪពុកគួរឲ្យស្រណោះព្រានចាយបានប្រគល់ប្រាក់កម្រៃទាំងអស់ដែលលោកថៅកែឈើបានឲ្យទៅដល់គ្រួសារសពទាំងពីរហើយគាត់បានសុំនាងមុំធ្វើជាកូនធរដើម្បីចិញ្ចឹមបីបាច់ជំនួសពូនុយតាមពាក្យសន្យាចុងក្រោយចាប់តាំងពីថ្ងៃនោះមកព្រានចាយបានសម្រេចចិត្តលាងដៃឈប់កាន់កំភ្លើងឈប់ដើរព្រៃជារៀងរហូតគាត់បានបួសជាតាបោះរក្សាសិលនៅវត្តភូមិដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធកូនជាងទាំងពីរនិងសត្វព្រៃទាំងឡាយដែលគាត់ធ្លាប់បានសម្លាប់ចំណែកឯរឿងរ៉ាវនៃព្រាយខ្លាអាគមនៅព្រៃអូរ៉ាល់ក៏បានคล้ายទៅជារឿងព្រេងប្រចាំស្រុកដែលចាស់តែងតែនិទានប្រាប់កូនចៅតគ្នាដើម្បីជាការដាស់តឿនថាព្រៃភ្នំមានម្ចាស់អារក្សមានបារមីការកាប់សម្លាប់សត្វព្រៃដោយលោភលន់តែងតែនាំមកនូវវិនាសកម្មនិងការសងសឹក